អញ្ចឹងរឿងហ្នឹងគឺតាក់ទងជាមួយនឹងការរស់នៅជាប់ខាងគ្នាចិត្តខាងគ្នាតែប៉ុន្តែជាក់ស្ដែងពីមុនឡើយគឺខ្ញុំអត់មែននៅកន្លែងដែលខ្ញុំនៅសប្តាហ៍ហ្នឹងទេមានថាផ្ទះសប្តាហ៍ដែលខ្ញុំធ្វើសាងសង់នៅដាច់ព្រឹកខ្លួនហ្នឹងគឺជាលំនៅឋានទី2ទេលំនៅឋានទី1គឺខ្ញុំនៅខាងក្រោយវត្តស្វាយទេតែពេលហើយខ្ញុំមូមកនៅខាងនេះវិញដូចជានៅក្នុងអំឡុងឆ្នាំ2021បងខ្ញុំមូមកនៅមិនបានត្រូវដល់សារតែពេលហ្នឹងខាងទីមើលចាស់ហ្នឹងគឺគេធ្វើផ្លូវបងគេធ្វើផ្លូវរកតាមស្ទឹងទៅក្នុងក្រោមអញ្ចឹងគេជំនះបាទហ្នឹងហើយបាទអូខេហ្នឹងហើយអញ្ចឹងពួកខ្ញុំក៏មូមកនៅនេះវិញទៅហ្នឹងហើយហើយពេលដែលខ្ញុំមូមកនៅហ្នឹងមានដូចថាសាច់ញាតិតែពុំផងល្បងជាមួយបងប្អូនយើងនៅខាងនេះអញ្ចឹងណាបងហ្នឹងហើយតែគាត់ថាបើធៀបពីកន្លែងចាស់ច្រើនជាងកន្លែងថ្មីនេះមានតែមួយគ្រួសារទេយើងមានគ្រួសារមួយគ្រួសារដែលយើងជាគ្រួសារដែលថាអាចថាយើងស្និទ្ធស្នាលគ្នាដូចជាគ្រួសារតែមួយអញ្ចឹងតាំងពីដើមរហូតដល់ចប់ហ្នឹងហើយតាំងពីពួកខ្ញុំនៅតូចៗហើយកូនគាត់នៅតូចយើងរៀនជុំគ្នាចឹងហ្នឹងហើយរឿងនេះដែរមែនតើទៅខ្ញុំធ្លាប់តែបានឮនៅក្នុងរឿងនិទានក៏ដូចជាឮចាស់គាត់ដំណើរតគ្នាប៉ុន្តែឥឡូវនេះគឺខ្ញុំបានជួបជាក់ស្ដែងជាមួយនឹងហេតុការណ៍ពិតក៏ដូចជាអ្វីដែលគាត់បាននិយាយពីមុនហើយយើងរឿងនិទានពីយើងជួបផ្ទាល់ខ្លួនឯងហ្នឹងតាំងពីទៅពួកខ្ញុំគឺមាននងជិតស្និទ្ធគ្នាមែនតើដូចថាយើងជាធម្មតាអ្នកនៅជាមួយគ្នាគឺយើងតែងតែនៅទៅមុខគ្នាតែខ្ញុំគឺនៅទៅមុខគាត់បងហ្នឹងអញ្ចឹងបាទអ្នកផងហ្នឹងហើយភូមិផងចឹងធម្មតាយើងតែតែមានសម្លហុចទៅមកហូបចាំលើគ្នាហ្នឹងបាទមានពេលខ្លះសូម្បីតែកូនគាត់ក៏ស្លាប់មកហូបបាយតែយើងហ្នឹងហូបបាយជុំគ្នាចឹងតែប៉ុន្តែក្រោយមកពួកយើងក៏មានបញ្ហាជាមួយគ្នាបញ្ហានេះគឺមិនមែនជាបញ្ហាទំនាស់ពាក្យសម្ដីឈានដល់ការប្រើប្រាស់កម្លាំងបាយប្រាំអំពើហិង្សាមិនជាបញ្ហាតាមនោះទេប៉ុន្តែគឺជាបញ្ហាមួយដែលទាក់ទងទៅនឹងអបិយជំនឿក៏ដូចជាការប្រើប្រាស់នៃដូចថាខ្ញុំមិនស្ដឹងទេមិនដឹងជារបៀនឬក៏ជារបៀបប្រើអាគមអីខ្ញុំមិនដឹងទេតើនឹងបាទទៅក្នុងផ្លូវក្នុងហ្នឹងហើយមកតែប៉ុន្តែមូលហេតុអញ្ចឹងហើយមុននឹងខ្ញុំចូលដល់សាច់រឿងឲ្យត្រង់ហ្មងគឺខ្ញុំសូមអភ័យទោសពីខាងបងក៏ដូចជាទូទាំងគ្នាពីព្រោះសាច់រឿងនេះគឺជាសាច់រឿងពិតហើយគឺជាសាច់រឿងដែលកាត់ឡើងថ្មីឯងទោះបីជា3ឆ្នាំតែវានៅថ្មីឯងហ្នឹងហើយអញ្ចឹងអាចថាមានពាក្យពេចន៍ក៏ដូចជាសាច់រឿងខ្លះអាចថាអាចនឹងប៉ះពាល់អារម្មណ៍បងប្អូនដោយសារខ្ញុំនិយាយជាក់ស្ដែងហ្នឹងហ្មងហ្នឹងហើយអញ្ចឹងមូលហេតុដើមហេតុនៃការកើតហេតុរឿងហ្នឹងមកដែលធ្វើឲ្យពួកយើងប្រែពីល្អទៅជាល្អកជាមួយគ្នាគឺដោយសារតែគាត់ជាគេហៅថាអ្នកលក់បន្លែនៅក្នុងផ្សារប្រកបជាកម្មនេះណាហ្មងបាទហើយម៉ាក់ខ្ញុំគាត់ជាអ្នកលក់នំអីចឹងទៅហ្នឹងបងនៅក្នុងផ្សារលក់ដូរដូចគ្នាបានលក់ដូរដូចគ្នាគាត់ថាគាត់លក់មួយកន្លែងតែម៉ាក់ក៏លក់ចល័តក៏ដល់លក់ចល័តមានគាត់មានប្តីដែលជាគាត់រត់ម៉ូតូដុបដល់អីវ៉ាន់ដល់អីគេដឹកសាច់បន្លែគេអញ្ចឹងណាហ្មងហ្នឹងហើយតាមពិតទៅគាត់ប្តីគាត់ទទួលទានគ្រឿងស្រវឹងច្រើនទទួលគ្រឿងស្រវឹងច្រើនធ្វើឲ្យស្មារតីគាត់ចាប់ដើមចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃហ្នឹងហើយតែគាត់ថាគាត់អាចទៅដឹកបានធម្មតាគាត់ថាគាត់ចុះខ្សោយស្មារតីគាត់អត់ត្រឹងពឹងដូចមុនហើយគាត់មានបញ្ហាសុខភាពជាច្រើនក្នុងខ្លួនថាហ្នឹងហើយមកស្រាប់តែមានថ្ងៃមួយគឺគាត់បានដួលម៉ូតូដោយសារតែគាត់មកពីភាសាគ្រឿងស្រវឹងដែលថាពេលហ្នឹងដូចជាលំបាក់ម៉ោង3ភ្លឺពួកភាសាអីដោយសារខ្ញុំមិនទាន់សម្រាប់ពេលហ្នឹងទៅក៏គាត់ដូចថាក្រុមគ្រួសារគាត់ជ្រេឆ្លាចេញទៅទាំងយប់អត់រៀនអញ្ចឹងណាបងហើយពេលហ្នឹងដោយសារយើងនៅនិយាយមួយគ្នាឡើយទេអញ្ចឹងម៉ាក់គាត់ក៏លឺគាត់ភ័យខ្លាចមានរឿងអីគាត់ចេញទៅសួរទៅដូចថាចិត្តខាងយើងជួយមើលគ្នាបងគាត់ថាប្រហែលគាត់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍គាត់បានដួលម៉ូតូអញ្ចឹងណាបងហើយស្វឹងអីចឹងបាទស្វឹងដួលម៉ូតូតែពេលតែស្វឹងដួលម៉ូតូទៅពេលដែលដួលហ្នឹងគឺពោះរបស់គាត់ហ្នឹងផ្លែក្បាលពោះហ្នឹងជាធម្មតាអ្នកដែលគាត់ប្រើប្រាស់គ្រឿងស្រវឹងគឺពេលគាត់ប្រើប្រាស់ច្រើនគ្រឿងស្រវឹងច្រើន20ចូលគ្នាអញ្ចឹងគាត់នឹងក្បាលពោះធំហ្នឹងហ្មងអញ្ចឹងក្បាលពោះបាទអញ្ចឹងបាក់ពោះគាត់ហ្នឹងគឺបានទៅដួលហ្នឹងគឺបានទៅអូសជាមួយដៃម៉ូតូបាទអូសមួយដៃម៉ូតូអញ្ចឹងមានន័យថាមកផ្នែកខាងក្រោមហ្នឹងគឺអូសទៅទាំងអស់អូអញ្ចឹងមានន័យថាបាទពោះហ្នឹងបាទពោះចេះតែគឺដាច់ពោះហ្នឹងហ្មងគាត់ហាត់ដៃជើងនៅជប់ហ្នឹងគាត់ហាអ្វីដែលជាផ្នែកដាច់ឈប់ហ្នឹងគឺកន្លែងពោះដែលតាក់នឹងដៃម៉ូតូគាត់និយាយបាទហើយមានសម័យរូបភាពហ្នឹងហើយបងអញ្ចឹងគឺជាដំណឹងមួយដែលសោកស្ដាយមែនទែន
ហើយអ្វីដែលកាន់សោកស្ដាយគឺនៅពេលដែលយកគាត់មកដល់ផ្ទះហើយត្រៀមនឹងយកទៅពេទ្យតែគាត់បានផុតជីវិតបាត់ហើយ ស្លាប់ បាទគាត់បានស្លាប់បាត់ហើយនៅពេលដែលគាត់មកដល់ផ្ទះគឺគាត់អាចថាជាដង្ហើមចុងក្រោយដែលមើលមុខប្រពន្ធកូនហើយគាត់ស្លាប់តែម្ដង បាទចុះឈានទៅដល់រឿងនេះទៀត បន្ទាប់មកទៀតនៅពេលដែលជួយបនស្អីក៏ពួកយើងទៅជួយទៅយើងទៅជួយជប់បនជួយអញ្ចឹងទៅបន្ទាប់ពីហេតុការណ៍នឹងកាក់ឡើងហើយអស់ហើយគឺបែរជាមានពាក្យលេចលឺមួយដែលចេញពីមាត់របស់ប្រពន្ធទៅផ្ទាល់គាត់និយាយនៅក្នុងសារថាមូលហេតុដែលប្រេះគាត់ស្លាប់ហ្នឹងគឺដោយសារតែម៉ាក់របស់ខ្ញុំហ្នឹងគាត់ជាអំពើធ្វើប្រេះគាត់បាទ គាត់និយាយចឹងហ្មង បាទគាត់និយាយនៅផ្សារអញ្ចឹងហ្មងហើយតាមពិតទៅចេះបងគាត់និយាយហ្នឹងនិយាយតាំងពីហេតុការណ៍ដូចថាបនសពចប់ហើយភ្លាមប៉ុន្តែពួកខ្ញុំដឹងអាចថាវាជាលំបាកកន្លះខែតែមួយខែព្រោះសារតោះតែខ្ញុំទៅផ្សារមួយម៉ាក់អីទៅបាទលឺអ្នកផ្សារគេនិយាយគាត់ថាគេឃើញយើងធម្មតាវាខុសគ្នាដល់ថាចេះធម្មតាគេឃើញយើងគេរាក់តាក់យើងអ្នកផ្សារគាត់ហ្នឹងតែលើកហ្នឹងគេឃើញយើងគឺគេកិច្ចហើយគេនិយាយថាយើងនិយាយចេះស្មុកចេះអីធ្វើគេចាប់ផ្ដើមមានអារម្មណ៍ឆ្ងល់ ខ្ញុំលឺទៅត្រជាហ្មងខ្ញុំលឺទៅត្រជាហ្មងបាទលឺត្រជាហ្មងជាមួយនឹងម៉ាក់ទៅផ្សារជាមួយគ្នាទៅពេលហើយទៅក៏យើងចាប់តាមគិតសង្ស័យថាអ្នកណាគេអ្នកយករឿងនឹងយកមកនិយាយព្រោះដោយសារយើងលឺប៉ុន្តែយើងអាចគិតថារឿងនឹងជារឿងពិតឬក៏មិនព្រោះស្អីយើងអត់ដឹងថាទីមួយយើងអត់ដឹងថាតើអ្នកណាគេយកមកនិយាយហើយយើងអត់ដឹងថាតើគាត់នឹងបានដឹងរឿងពីណាគេដែរយើងអត់ដឹងទេអញ្ចឹងមានន័យថាចាប់ផ្ដើមពីដល់ប្តីគាត់ស្លាប់ទៅហ្នឹងគឺគ្រប់យ៉ាងលេងដូចមុនហើយគឺអត់សូវនិយាយរកគ្នាអត់សូវមានការតាក់ទងផ្សាយតាក់ទងគ្នាអត់មានទេបាទតែគឺប្រែ360ដឺក្រេវល់ភ្លាមមកហើយក៏លេចលឺមកថាយើងអ្នកទៅធ្វើអីចឹងទៅធ្វើដាក់ប្តីគាត់ចឹងទៅហ្នឹងហើយដោយសារថាយើងមិនពេញចិត្តមិនពេញអីចឹងទៅហ្នឹងហើយរហូតដល់មានថ្ងៃមួយម៉ាក់ក៏ទៅផ្សារថាទៅម្នាក់ឯងទេគាត់ទៅទិញអីវ៉ាន់យកលក់ដូរដើម្បីត្រៀមធ្វើលក់ដូរចឹងណាបងគឺសឹកម្ដងដែរក៏មានអ្នកផ្សារម្នាក់ពីរនាក់ដែលគាត់ដូចថាគាត់ទ្រាំនឹងស្ដាប់ពាក្យហ្នឹងអត់បានណាហើយគាត់ក៏ហៅម៉ាក់ទៅមកខាងដើម្បីនិយាយថាគាត់លឺពាក្យហ្នឹងចេញពីមាត់ចេះអញ្ចឹងបុគ្គលម្នាក់ហ្នឹងជាបុគ្គលដែលនៅចិត្តយើងដែលផ្ទះចិត្តយើងហើយបុគ្គលយើងចប់ស្នាលបំផុតហើយគាត់ក៏និយាយពាក្យហ្នឹងចេញមកហើយក៏ដាក់ចំឈ្មោះយើងហ្មងក៏ដាក់ចំឈ្មោះម៉ាក់ហ្នឹងហើយគាត់ដើរនិយាយពេញមកផ្សព្វផ្សាយផ្សារទាំងអស់ហ្មងក៏ដាក់និយាយទាំងអស់ហ្មងហើយដល់ពេលយើងដឹងចឹងហើយរឿងដើមមិនទៀតទេនៅពេលដែលយើងដឹងចឹងហើយធម្មតាមនុស្សតែស្គាល់គ្នារាប់អានគ្នាដូចគ្រួសារតែមួយនៅពេលណាដែលយើងឮរឿងចឹងយើងអត់សប្បាយចិត្តទេយើងចាប់ផ្ដើមថាយើងមានចម្ងល់ច្រើនតែហូរក្បាលថាយើងបានធ្វើអីគាត់ហើយកំហុសរបស់យើងជាកំហុសអីហើយទាំងតែយើងជួយគាត់នៅពេលដែលមានបញ្ហាហើយមិនបានគាត់ទៅនិយាយអញ្ចឹងណាបងយល់បាទប៉ុន្តែនៅពេលដែលយើងឃើញគាត់យើងសួរនាំគាត់អត់និយាយមួយយើងសួរនាំបាទប៉ុន្តែពេលយើងទទួលស្គាល់ថាយើងខឹងមែនយើងអត់សប្បាយចិត្តនឹងឮរឿងហ្នឹងហើយយើងខឹងខ្លាំងព្រោះដោយសារតែជាធម្មតាពួកយើងលក់ដូរនៅផ្សារអញ្ចឹងពេលដែលមានរឿងអញ្ចឹងវាតែតែបាត់បង់ចំណូលចំណាយវាបាត់បង់ភ្ញៀវបាទបាត់បង់ភ្ញៀវនឹងដោយសារគាត់ចោះអញ្ចឹងបាទយើងមិនសប្បាយចិត្តទេប៉ុន្តែយើងក៏មិនបានទៅដូចថាទៅរោរឿងឆ្លុបប្រកែកគ្នាឬក៏ប្រើកម្លាំងបាយរហូតដល់ថ្នាក់រោច្បាប់ប្រយដែរគឺពួកយើងសុខចិត្តថារក្សាភាពទៀមស្ងាត់ដោយសារអីដោយសារអ្វីដែលសំខាន់គឺយើងអត់ដឹងថាមូលហេតុបានគាត់ទៅបដិបរឿងនឹងយកមកចោលលើពួកយើងទាំងតែពួកយើងអត់ដែលមានរឿងអីសោះខ្ញុំនិយាយមុខផ្លូវមកយើងអត់ដែលមានរឿងអីសោះជាមួយគាត់អត់មានសោះក្រៅពីអំពើល្អក៏យើងតែមានរឿងអីផ្សេងទៀតប៉ុន្តែគាត់ចាប់ផ្ដើមប្រែរហូតដល់មានថ្ងៃមួយពួកខ្ញុំទាំង3នាក់ក៏មិនជឿដែរខ្ញុំទាំងហ្នឹងគឺខ្ញុំអ្នក3នាក់បងស្រីរបស់ខ្ញុំហើយនិងម៉ាក់ខ្ញុំអូខេបាទ3នាក់អញ្ចឹងខ្ញុំសឹងតែមិនជឿថានេះគឺជាទង្វើដែលចេញពីគាត់មកផ្ទាល់ប៉ុន្តែនិយាយកងចំណុចហ្នឹងខ្ញុំជាមនុស្សម្នាក់ដែលដឹងរឿងក្រោយគេរឿងបញ្ហាហ្នឹងបងប៉ុន្តែម៉ាក់ហើយនិងប្អូនគឺដឹងប៉ុន្តែគាត់ថា keep your secret គាត់លាក់ទុកធម្មតាអញ្ចឹងគេខ្ញុំក៏សុខចិត្តថាយើងម៉ាក់គាត់លាក់រឿងហ្នឹងជាអាចកំបាំងអត់ប្រាប់ខ្ញុំព្រោះថាមែនតើទៅអារម្មណ៍ពិតរបស់ខ្ញុំគឺខ្ញុំចាប់ឆាវឆាវអញ្ចឹងហើយពេលឮរឿងអញ្ចឹងសូម្បីតែពេលឮរឿងហ្នឹងនៅផ្សារក៏ខ្ញុំខឹងតែបានម៉ាក់គាត់ជួយសម្រួលអារម្មណ៍អញ្ចឹងទៅថាកុំឲ្យតន់ខឹងខ្ញុំរក head power ច្បាស់សិនអញ្ចឹងណាបន្ទាប់ពីរឿងហ្នឹងមកក៏យើងក៏មានហេតុការណ៍ចម្លែកគឺកាត់ឡើងជាមួយនឹងការរស់នៅរបស់យើងបាទ
មានយប់មួយគឺខ្ញុំជាមួយនឹងម៉ាក់បានគេងសក់នៅក្នុងផ្ទះអាចថាលបាក់យប់ជ្រៅដែរអាចម៉ោង11 12លបាក់ប៉ុណ្ណាព្រោះជិតទៅខ្ញុំគឺខ្ញុំចូលគេងយប់ជ្រៅអាចថា11អញ្ចឹងទៅហ្នឹងខ្ញុំបានដាក់ទៅថាយើងគេងមកសលេបយកទៅលក់អីបងអញ្ចឹងយើងនៅមានអារម្មណ៍ដឹងឮអញ្ចឹងណាគឺខ្ញុំបានឮសំឡេងដើរអូសដីដើរអូសជើងនឹងដីដើរមកឆ្វែជុំវិញផ្ទះខ្ញុំក៏ដើរឆ្វែជុំវិញផ្ទះមិនតែប៉ុណ្្នឹងទេខ្ញុំឮសំឡេងដូចមានอะไรគេដាប់អិតព្រោះនៅផ្ទះខ្ញុំហ្នឹងយើងធ្វើលបងយើងធ្វើអិត20តែគាត់ថាយើងអត់បានបោកទេយើងអត់បានបោកទាំងខាងក្នុងយើងអត់បានបោកទីម៉ងខ្លាយក៏អត់ដែរអញ្ចឹងយើងមកគឺឃើញអិតហ្មងបាទហ្នឹងហើយគឺអិតនៅទាំងស្រុងហ្មងក៏តែអិតទេបាទយើងក៏តែអិតក៏អីទេហ្នឹងហើយបងទៅជាធម្មតាអិតតែពេលយើងក៏វាតែមានអិតមួយមានប្រហោងអិតមួយអត់មានប្រហោងអញ្ចឹងណាបងអញ្ចឹងខ្ញុំមើលស្លេងដាប់អិតជាធម្មតាអិតតែយើងយកកអិត20វាតែក្រាយអញ្ចឹងនៅក្នុងអំឡុងនៃកាត់ណាក៏វាច្រើនចំណាយពេលយូរដែរនៅពេលដែលកាត់ដាប់ហើយពេលហ្នឹងសារយើងអត់បានចេញក្រៅយើងអត់ដឹងថាមានរឿងអីយើងគាត់ទៅលឺសំឡេងពើងយូរមែនតើពេលហ្នឹងតែទៅកណ្ដាលយប់ហីបាទកណ្ដាលយប់ហើយយីម៉ោងមិនអាចថាខ្ញុំចូលម៉ោង11ដល់ពេលខ្ញុំរបៀបយើងទៅមកសលេបដែរយើងដាក់មកសលេបថាមក11កន្លះបាក់ប៉ុណ្ណឹងចុះពេលហ្នឹងគឺចាក់ស្រីនេះគឺខ្ញុំចង់ចេញទៅដោយសារទៅពេលណាលឺសលេងពេលយប់ខ្ញុំភ័យខ្លាចថាមានចោលមានអីបាទទៅលោកឡើងលបងលួចអីអញ្ចឹងណាបាទព្រោះសារឧបករណ៍មួយចំនួនក៏យើងទៅខាងក្រៅអញ្ចឹងយើងខ្លាចតែលួចអីអញ្ចឹងទៅបាទទៅពេលហើយរៀបនឹងរោចេញទៅដល់មុខទ្វារខាងមុខហើយទ្វារផ្ទះខ្ញុំមានទ្វារ2តង់ទ្វារ1ទ្វារ2បើទ្វារ1ហើយនៅទ្វារ2ចាប់តម៉ាក់ហៅអត់ឲ្យចេញមកហៅឲ្យចេញថាឲ្យចេញទៅព្រោះគាត់បារម្ភខ្លាចបើសិនជាចោលហ្នឹងក៏វាមានអាវុធមានអីដូចជាបងអីចឹងណាបងហ្នឹងហើយគាត់ឲ្យចេញទៅណាមួយយកប្រលប់ផងគាត់អត់ចង់ឲ្យចេញទៅព្រោះអាចថាម៉ាក់របស់ខ្ញុំគឺគាត់ជាមនុស្សដែលអាចថាជាមនុស្សបើយើងទៅដូចថាមនុស្សចាស់ទុំបុរាណណាបាទដោយសារគាត់ធ្លាប់នៅជាមួយគ្រួសារបុរាណអញ្ចឹងទៅដំណំគឺយប់ឡើងគឺយើងអត់អាចបាត់ទ្វារចេញចុះពីប្រហែលបើសិនជាពេលយប់ហើយបើសិនជាបាត់ទ្វារគឺបាត់អត់មានអាចបាក់ចេញចុះពីវាដល់ហើយបើចូលគឺចូលបើអត់ចូលគឺអត់ទេហ្នឹងហើយយើងដូចថាអត់មានថាយប់ហើយយើងបាត់ទ្វារចេញចូលតាមអំពើចិត្តអត់ទេបាត់ហើយអត់និយាយទេបាទអញ្ចឹងក៏គាត់ឲ្យគាត់ហាមឲ្យយើងទៅអញ្ចឹងដូចថាពេលហ្នឹងយើងចង់ចេញទៅតិចតែសារថាដូចថាម៉ាក់ហាមហើយមានថាកាត់បារម្ភវាអញ្ចឹងយើងក៏មកកាត់ច្រើនណាមួយកាត់សុខភាពមិនសូវល្អផងថ្ងៃគាត់អត់ស្រួលខ្លួនទៅហត់យ៉ាងមួយថ្ងៃអញ្ចឹងយើងមកកាត់ច្រើនយើងក៏ចូលមកវិញហើយសម្លេងហ្នឹងបាត់លឺហើយប៉ុន្តែអ្វីដែលលឺគឺនៅជ្រុងខាងក្រោយគេនៅផ្ទះខ្ញុំពីក្រោយចុងខាងក្រោយផ្ទះហ្មងគឺលឺសលេងមនុស្សកាត់យំលឺសលេងមនុស្សកាត់យំបន្ទាប់ចប់ពីយើងរោចេញហើយម៉ាត់ឲ្យចេញហើយលឺបន្ទាប់ពីយើងបិទទ្វារបាត់អីហើយខ្ញុំមកដល់ក្នុងបន្ទប់ខ្ញុំវិញហើយខ្ញុំដាក់ខ្មៅដល់ខ្នែហើយស្រាប់តែមកទុះលឺល្វើយយូរទៅចាប់លឺយំឡើងទៅពីដំបូងឡើយខ្ញុំកាត់ថាគីឡូសលៀងខ្យល់អីចឹងណាប៉ះដាក់ឈើអីទៅខ្ញុំអត់និយាយទៅគឺខ្ញុំអត់ចាប់អារម្មណ៍ទេតែពេលហើយស្រាប់តែកាន់តែយូរបន្តិចលឺច្បាស់បន្តិចរហូតដល់លឺចេញជាសលេងយំមកហើយយើងលឺសលេងខ្ញុំច្បាស់ពេញត្រចៀកហ្មងអត់មានលឺសើហើយក៏អត់មានលឺនៅឆ្ងាយណាគឺច្បាស់នៅត្រចៀកយើងហ្មងបាទពួកដោយសារតែមែនទែនទៅក្បាលតនេរបស់ខ្ញុំគឺនៅខាងក្រៅដូចនៅខាងក្រៅក្នុងយើងអញ្ចឹងណាហើយជ្រុងដែលលឺហ្នឹងគឺនៅជ្រុងកណ្ដោអញ្ចឹងគឺវាលឺច្បាស់ខ្លាំងហ្មងលឺច្បាស់ខ្លាំងហ្មងរហូតដល់ខ្ញុំងើបមកស្ទុះបដ ថាហើយចង់ដឹងថាសលេងហ្នឹងវាមកពីណាអញ្ចឹងណាតែពេលលឺសលេងយំមកស្ទុះហើយខ្ញុំក៏ត្រាក់ងើបមកខ្ញុំបើកប្រអួតខ្ញុំបន្តិចហ្នឹងហើបមើលទៅឃើញឈួរពេលមើលទៅឃើញអីទេស្អីអត់ឃើញមានដែរអាចថាខ្ញុំមិនមែនថាមិនគោរពរឿងអស់ហ្នឹងក៏មិនមែនថាមិនជឿតែគាត់ថាខ្ញុំអត់ខ្លាចហ្នឹងហើយតែគាត់ថាបើយើងជឿគឺជឿបើយើងគោរពគឺគោរពតែគាត់ថាយកអត់ខ្លាចហ្មងហ្នឹងហើយមិនថាយកបំពេញបាទយកបំពេញទេអញ្ចឹងយើងបើកមើលទៅហើយឈួរពេលមើលទៅស្រាប់អត់ឃើញមានអីទេអត់ឃើញមានអីទាំងអស់រហូតដល់ខ្ញុំលួចបើកទ្វារលបខ្ញុំបាត់ទ្វារលបទៅតាមហ្គេមដបងហ្នឹងអត់ឲ្យម៉ាក់ដឹងទេលបតាមហ្គេមដបងហ្នឹងទៅក៏អត់មានឃើញលឿនដែរព្រោះថាតែពេលយើងចង់ច្បាស់ថា
វាមិនបានមានលឺអញ្ចឹង យល់ បាទវាថាយើងធ្លាប់តែគេស្ងប់ស្ងាត់តែពេលហើយមិនមានទៅជាលឺខាងនេះលឺអានោះអញ្ចឹងយើងអត់ស្នុកក្នុងការគេណែបងអញ្ចឹងយើងចង់ឲ្យចិត្តថាវាមិនមានរេកាត់ឡើងដោយសារតែពេលចេញទៅយើងអត់មានឃើញអីអត់មានលឺអីទៀតយើងក៏ចូលត្រឡប់មកវិញដល់ពេលដែលយើងត្រឡប់មកវិញស្រាប់តែលឺសលេងច្បាស់ជាងគេហ្នឹងគឺលើក្បាលតរិចរបស់ខ្ញុំប្អួយគឺគោះប្អួយនឹង3ដងហ្មងផាំងគោះប្អួយនឹង3ដងហ្មងបាទគោះប្អួយហ្មងហើយរយៈគម្លាតពីលបងមកប្អួយខ្ញុំគឺវាមិនឆ្ងាយពេកវាអាចថាដល់កន្លះម៉ែត្រទេអញ្ចឹងអាចថាវាប៉ុណ្ណេះអញ្ចឹងណាហ្មងហ្នឹងហើយអញ្ចឹងបើថាដៃមកលើក៏មិនអាចវែងដល់ថាមកលុកពីក្រៅហ្នឹងមកគោះប្អួយដែរហើយតែមួយលបងគោះហ្នឹងហើយអញ្ចឹងគឺខ្ញុំចូលមកដល់បន្ទប់ភ្លាវខ្ញុំត្រឡប់ទៅគេមិនបានទៀតគឺគោះផាំង3ដងហ្មងមិនគោះតិចណាហ្មងគោះដាក់មកថឹងដៃលឺមកថឹងដែរបាទផ្ទះមកថឹងផ្ទះមានលឺហ្មងពេលហ្នឹងម៉ាក់លឺតែប្អូនលឺហើយម៉ាក់ក៏សួរខ្ញុំគីឡូកស្វាញខ្ញុំកាត់អីអញ្ចឹងណាបងហ្នឹងហើយស្វាញណៃនេះផ្ទះស្វាញខ្ញុំនេះតែប្អូនកាត់អីអញ្ចឹងប្អូនហ្នឹងក៏ផ្ទះប្អូនណៃហ្នឹងហើយបាទប្អូនហ្នឹងគឺប្អូននៅចំលើក្បាលខ្ញុំហ្មងនៅចំលើក្បាលត្រេកខ្ញុំបាទចំលើក្បាលត្រេកខ្ញុំគឺគោះផាំងហ្មងគោះ3ដងតែពេលគោះ3ដងពេលហ្នឹងគឺខ្ញុំលេងមានអារម្មណ៍លួយអស់ខ្ញុំស្វាងចេះហ្មងបើថាត្រឹមលើសលេងខ្ញុំមកអាហ្នឹងគីឡូថាអាចថាយើងសាប់ច្រឡំចុះគីឡូវានៅឆ្ងាយពីបន្ទប់យើងគីឡូថាយើងសាប់សលេងច្រឡំអញ្ចឹងណាបងតែអានេះគឺនៅលើក្បាលតនេយើងហ្មងប៉ុណ្ណឹងគឺអត់មានច្រឡំទេអត់មានច្រឡំទេមួយទៀតគឺដូចខ្ញុំបញ្ជាក់ប្រាប់បងអញ្ចឹងអត់មានតែគេដៃវែងឆោងលបងខ្ពស់ឲ្យលុកចូលមកគោះពួកខ្ញុំវិញវាអត់អាចទៅរួចអត់មានគេដៃវែងហើយបើសិនជាយកឈើអីយកមករកបើសិនជារកគោះខ្លាំងអញ្ចឹងកញ្ចក់បែកទេកញ្ចក់គឺអត់អាចទប់ជាប់ហើយបើសិនជាបុកខ្លាំងតែដាក់ហ្នឹងពួកកម្លាំងនៃការសលេងគឺលឺខ្លាំងហ្មងចឹងហ្នឹងហើយអញ្ចឹងនៅពេលដែលលឺសលេងហ្នឹងហើយមកគឺម៉ាក់សួរមកអីមកខ្ញុំប្រាប់ម៉ាក់ថាអត់បានធ្វើអីម៉ាក់បតែសស្ដាប់លឺសលេងគេគោះអួច3ដងគោះផាំងទៅម៉ាក់ក៏គាត់ដោយសារម៉ាក់ក៏ជាមនុស្សជឿខ្លាំងហ្នឹងអញ្ចឹងក៏គាត់ហៅឲ្យធ្វើអីហើយយើងមានជាទឹកមុនដោយសារតែនៅតែខ្ញុំហ្នឹងមានជាអាសនៈមានជាជំនាញផ្ទះអញ្ចឹងមកយកឲ្យធុបអញ្ចឹងណាបាទអាសនៈមានអីដែរទៅយើងមានទឹកមុនទៅក៏ម៉ាក់យកទឹកមុនហ្នឹងមកលុបមកឲ្យញ៉ាំហើយគេទៅវិញអញ្ចឹងបងហ្នឹងហើយអត់តាន់ចប់ទេខ្ញុំនៅតែត្រឡប់គេវិញទៀតប៉ុន្តែគាត់ថាពេលហ្នឹងយើងអត់អារម្មណ៍មួយគេទេគាត់ថាយើងដាក់ក្បាលទៅអញ្ចឹងណាបងស្រាប់តែពេលហ្នឹងគឺលឺសលេងដូចថាវត្ថុធ្ងន់មួយគឺត្រង់មើលដបផ្ទះហ្មងដបផ្ទះខ្ញុំគឺអញ្ចេះដបផ្ទះខ្ញុំមិនអញ្ចេះមិនចោតចូលអញ្ចេះហ្មងណាដបផ្ទះខ្ញុំអញ្ចេះបាទប៉ុន្តែមានវត្ថុហ្នឹងដបគឺត្រង់ឯងបន្ទាប់ពីត្រង់ហើយគឺលមៀលឡើងពីខាងលើហ្នឹងចុះមកក្រោមចេះលមៀលឡើងញ៉ាំតែលមៀលហើយចុះមកខាងក្រោមហើយគឺត្រង់នៅមុខគេហៅថាសញ្ញាផ្ទះហ្មងបឹងតាមពិតទៅពេលហ្នឹងខ្ញុំគិតថាប្រហែលជាឆ្មាព្រោះថាអីផ្ទះនៅជិតខាងគាត់មានឆ្មាច្រើនគាត់ចាំច្រើនទាំងអស់គាត់ថាមកកន្លែងហ្នឹងគឺដូចលុកឆ្មាហ្មងខ្ញុំគិតថាគាត់ប្រហែលឆ្មាហើយវាអត់ងាយទេប្រហែលឆ្មាប៉ុន្តែយូរទៅលឺទៀតហើយលឺលមៀលហ្នឹងមិនគេថាមិនលមៀលឡើងមកហើយមិនត្រង់ហើយបាត់ទេណារបៀបត្រឡប់ក្រែមកទៀតថប់ក្រែមកទៀតគេធ្វើឲ្យសុកបណ្ដោយបាទឲ្យសុកឡប់ក្រែមកទៀតឡប់ក្រែមកទៀតអត់មានឲ្យសុកទេគឺរហូតនៅពេលដែលខ្ញុំវាគេងបានអីបានណាពេលហ្នឹងគឺខ្ញុំយកថាម៉ាក់បារម្ភអីមែនប៉ុន្តែគឺខ្ញុំចេញទៅមើលហ្មងខ្ញុំកាន់ពើមួយគឺខ្ញុំចេញទៅមើលហ្មងថាតើអីគេនៅលើដបផ្ទះឆ្ងល់អស់បាទឆ្ងល់ហ្មងបើមិនជាឆ្មាក៏អត់មានឆ្មាដែរតើចេញណាជាអីគេព្រោះលមៀលពីអញ្ចេះមិនចេះហើយគឺត្រង់ដុំដូចជើងស្រាប់ជើងយើងអញ្ចឹងហ្មងហើយគាត់ថាជើងគឺស្លេងធ្ងន់ហ្មងតែខ្ញុំចង់ថាកាឡូអីគេព្រោះវាអត់អាចទេទោះបីជាឆ្មា2ឬក៏3ប៉ុណ្ណាក៏វាមិនទៅលមៀលអញ្ចេះមកអញ្ចេះហើយវាត្រង់ដុំដូចស្លេងជើងយើងដែរហ្នឹងហើយសលេងឆ្មាទោះបីជាវាច្រើនមែនតែបើសិនជាវាយកជើងវាហ្នឹងមកត្រង់ក៏អត់លឺហ្នឹងតែបើយើងធ្វើណាឧទាហរណ៍ថាទុបហ្នឹងហើយឧទាហរណ៍យើងមនុស្សជើងយើងហៀងសម្រាប់យើងធ្វើហ្នឹងលឺដែរលឺតែឆ្មាវាអត់លឺតែប៉ុណ្្នឹងឯងតែគឺដឹកមកលឺបាទគាត់យ៉ាងហ្មងហើយសំខាន់គឺមកដល់មកហើយខ្ញុំថាអញ្ចឹងមកដល់មកហើយឡប់ទៅក្រោយមកវិញទៀតខ្ញុំអត់ចិត្តទេខ្ញុំចេញទៅមើលគឺអត់មានឃើញអីទាំងអស់ប៉ុន្តែចេញពេលហ្នឹងគឺ
tôi sẽ gặp bên nhưng mình khai này được thấy tại tất bật thằng nào lại còn là bao phía trên bắp cho mò là chạy chơi về chẳng có hay cái chạy luôn luôn bên nó chim nào đập bi chiên ấy bùa nhung kinh ngược ở xa đó nhưng cái gặp bài này mình lấy mấy vòng nữa nè trên là khang cái mơ ở hai bọn ơi trong bên trái cho anh ơi cứ ắt mình khơi đi ấy ắt mình khơi này con tài miên chuẩn bị một cái nhầm khơi cứ nhầm khơi miên bầm này ắt đại cái đôi vậy hơi chẳng á cả nặng đầy nhầm ta đó là bọn hai chia vẽ ta là bọn nó cứ trong bị lơ ba thằng này nhầm mong bởi dân cho bay từ trắng á cứ bởi dân cho bay ô tô là anh ấy chẳng anh ấy là bọn bao giờ khả năng cứ chia ủi qua thằng này giờ mình chắc cái này là cho nó cứ nơi trong bị lơ ba thằng này giờ nơi trong bị lơ ba thằng này giờ mà mình chắc pel nắng nhóm có khơi thấy nhóm có vô bầm này vô một mơ tới cứ này cứ snap đạp thôi mà đã snap đạp xén sang vay xén vậy đó cứ xén ở nhiều ta nó cứ đạp mà mình thầm đạp thấy tại sao ai khơi nhờ cái tịch ở đây vì khơi miền đại đạp tôi mui mình đang điện mình đang hài cho ta gặp mà chơi còn đáng này cho nên bạnเป็นmơ là nó không mơ bằng mơ nơi bây đã mơ tới ở đây nhom nước mà đó nó cứ miền chân xả sập lại hàng không là bỏ chân xả sập bị mình chân xả sập nó chỉ tôi tới nơi bây là dân ở đó là dân bộ chỉ sập bộ chỉ ấy dân bộ chỉ ở hai rồi đó người bên tay nó cứ chỉ chân xả sập nó cứ chỉ chân nhưng mà chân phải mùi na này riêng cài thế bên tay miền chân muốn phải như vậy nè chân và vậy nắng hái nơi lơ chân nâng về nó cứ ai thà dân phay khai được xa thằng lên trái lúc thay dân hiền nhóm super mới sẽ khơi miên so mới chừng núi lên lơ chân nâng bởi sân chỉ chân nó cứ chỉ chân không mà đá chân sạch chân này cứ bắt hai mè sau hai tay bàn tay từ xe sau là lớn nâng mình men vô bích mình men vô phơi từ xe thế cứ đứt hạt dội chặn lơ chân nâng ở trên về sau nhưng mà đăng tha chia sau và lấy về sau ấy nhưng mà đăng nhỏ lên đây bạn vừa sai nhưng mà đăng rồi còn hai cho miên chỉ tụ ở sau là lơ chân nâng hái tập bây miên là lơ chân nâng tới về nó còn tha khơi chúng lẽ trao mong vì bố lái trong mơ tới trong cái tháo anh ấy cái lo so cái lo mình cái cây nhội mình nhặt chẳng á cái lo vô sám rồi vô mình nhặt tia dơ nhớ na thao để đọ máu khơi chẳng máu khơi nhưng mơ tại chẳng nó chua bơ mới cái số chúng lẽ cho bập mong biết hai dương tay chu ở ấy để biết sai đậpไปkhơi chẳng là mình chụpไปtiệt đó đậpไปkhơi chẳng dương khơi là bao năm hay cứ chưa có mình chụp ấy để còn hai bay nhóm trôi được với nhóm mọi hình chạy ấy tặng nhưng mà hiện chạy on nhưng ngăn on tring còn tao mẹ xua tha món nước ngọt thì nè tới nhung tháo nhung phết ấy này cài bây giờ trên tay muốn đằng đến nhung ba hai nhung phết cho máu đó nhung trên gió nhưng cho một vinh chính có quất ăn mót này quất có sầm rạ tao biết có sầm rạ tới nhung có chụp nó cứ cây ngặt nuôi cây nuôi bông mà chụp tao hơi nó cứ ăn miếng mang cây nghe là hốt đó sai lần bàn vô luôn nó bàn gì bật mặt thà ổ dụng mình chạy xong bây giờ má ấy còn lưới nè bàn tay có lưới bộ sạc còn thì kềnh thế nào bông bàn tay nhông hay nửa mặt lưới hay mắt còn bàn gì thao tập bật tứ cột đằng này thả lưới nó cứ ấy lưới mà bị ấy còn hai cột cháy gọi trong ở dưới khai pay khai chẳng chắc cần vô lưới này chắc vô lươn nặng năm muốn chạy bóng năm muốn mạng đôi thang bởi dân gì mình tên tới dân mình bên chỉ nhận đại trẻ công đi cỏ điên khả năng thế và đây còn lại ai ra bây giờ thì Astro tới từ hai cật miên nhiên đi mua chứ mà ai đằng lư hai sự kháng cái khơi là bao bởi muối cái hai ta mình cái giải không rồi cái mơ khơi là bọn nó chai đơn mơ khơi này rồi á hay bắt đầu bị chụp chẳng thấy nhưng thầm bây giờ miền rồi nó sai ấy thằng tự đó sai thà bây giờ hay miền đằng thà nè này vô thực phơi tự đại chẳng ấy bên nó dân ở đằng này luôn ủa xa đặc biệt là trên tay nó cứ ở bây dân khơi cứ nó so là phò tàng tại dân ngọt khơi thà ta quật nó chuyện nè này cái ở hiện sân thang này ở hiện sân thang này tụi bây giờ bên nó dân như riêng chỉ muốn có cái đó coi dân ở sân thang còn này bộ dân ở đây có thành chẳng này tụi bây giờ có chạm dân mấy cái đó dân ở có thành chẳng này bên tay dân nó tại mình ca song sài còn hai dân ở mang sân thang thả chi nè mà này còn hai dân mình ca song sài
យើងមានការសង្ស័យកន្លងដល់ពេលហើយទៅដល់ពេលតែយើងមានរឿងចឹងទៅម៉ាក់ក៏គាត់សម្រាយថាយប់មិញហ្នឹងគាត់លឺអីដូចយើងលឺអត់អីចឹងទៅហើយខ្ញុំក៏ប្រាប់ម៉ាក់ថាខ្ញុំឃើញចឹងអញ្ចឹងណាព្រឹកដល់ពេលព្រឹកឡើងនិយាយហើយចូលទៅនោមម៉ាក់ទៅមើលកន្លែងហ្នឹងផោះតាំងអីឃើញnữaប៉ុន្តែបាត់ឆ្អឹងបាត់ចូលទៅមើលកន្លែងណាទៅមើលកន្លែងដែលខ្ញុំថាចេញទៅពីយប់ដកឆ្អឹងហ្នឹងខ្ញុំឃើញឆ្អឹងហ្នឹងហើយឃើញកំតិចឥតក៏ដូចជាអាដៃដាប់ទូចមួយដែលហើយយកទៅអស់ណាកន្លែងហ្នឹងដែលចង់បានតែខ្ញុំណាព្រោះខ្ញុំនៅម៉ាក់តែមើលព្រោះសារពេលហ្នឹងនិយាយគ្នាម៉ាក់ទៅម៉ាក់ថាម៉ាក់លឺមកអីទាំងអស់តែគាត់ថាម៉ាក់អត់និយាយដល់ពេលហើយទៅខ្ញុំម៉ាក់តែមើលអ្វីទាំងអស់គឺឃើញធម្មតាអាកូនដៃដាប់ទូចហ្នឹងក៏ឃើញអាកតិចឥតហ្នឹងក៏ឃើញប៉ុន្តែអីដែលឃើញគឺឆ្អឹងចឹងបាត់ទៅវិញបាទចឹងបាត់ទៅវិញពេលខ្ញុំចាំថាពេលដែលខ្ញុំតម្លាក់គឺខ្ញុំតម្លាក់នៅជាមួយនឹងកតិចនឹងទាំងអស់ទាំងកតិចឥតហើយកតិចឥតនឹងកូនចេះទៅក្តាប់វាធំដែរកតិចឥតលង្កោហើយអាដៃដាប់ហ្នឹងនៅនឹងជាមួយគ្នាហើយឆ្អឹងហ្នឹងគឺវានៅលើគេបងអស់ហ្មងបើធម្មតាបើយើងឃើញទៅយើងនេះហើយមួយឆ្អឹងវាមិនមែនប៉ុន្តែបងវាថាវាអាចថាពីធ្លាប់ហើយវាវាណែអញ្ចឹងយើងឃើញយើងស្រួលរករបស់ពេលធំហ្នឹងហើយប៉ុន្តែគឺអត់ឃើញអត់មានឃើញអីទេគឺគាត់តែឃើញកតិចឥតហើយនឹងជាមួយអាដៃដាប់ទូចប៉ុណ្ណឹងហ្នឹងហើយចឹងគឺអត់ឃើញអត់មានឃើញអីមកយល់បាទពេលហ្នឹងមកអត់អីមកអត់ចៃខ្ញុំស្រឡាញ់កាំងពួកប្រយុទ្ធមកខ្ញុំឃើញប៉ុន្តែទឹកមិនអត់ឃើញអាចថាបើយើងគិតឲ្យស្រួលថាអូបាច់ជាឆ្កែពណ៌មកក៏ឆ្មាពណ៌មកចឹងថាយើងគិតថាអញ្ចឹងណាអញ្ចឹងដើម្បីមកសោកស្មាយយើងក៏បន្ធូរការគិតហ្នឹងយើងអត់បានប្រោតទៅលើការគិតនឹងទៀតឯកូនថាយើងតែសង្ស័យប៉ុន្តែយើងអត់បានគិតឲ្យវាស្មុគស្មាញទេហ្នឹងហើយយើងគិតថាអូអាហ្នឹងគឺជារឿងដែលកន្លងហូបមួយយប់ហើយអញ្ចឹងយើងខ្ញុំណា everything អត់អីចឹងណាបងបាទបន្ទាប់មកដូចមុននឹងបងសួរថាចាំមានរត់ដំណោះស្រាយអត់អញ្ចឹងពេលហ្នឹងយើងក៏និយាយថាយើងអុជធូបហើយយើងយកទឹកមុនគឺប្រោះតាមផ្ទះអញ្ចឹងប្រោះឆ្វែជុំវិញផ្ទះទាំងក្នុងទាំងក្រៅយើងចិត្តថាធ្វើរោមកជំងឺយើងចេះជឿណាបងបាទយើងចិត្តធ្វើរោទៅព្រោះនេះគឺជាប្រពៃណីដូនតារបស់យើងហ្នឹងហើយប្រាប់រោមកទៅបន្ទាប់មកកន្លងពីពេលហ្នឹងហើយគឺបាត់ថាបាន3 ថ្ងៃគឺស្ងាត់អត់អីទេប៉ុន្តែនៅពេលដែលយប់មួយជាធម្មតាអាចថាដូចជាយប់ថ្ងៃពេញបោដែលយើងតែងដាក់ផ្លែឈើអីដាក់ទឹកដាក់កាជុកដាក់អីចឹងណាមកថ្វាយចឹងហ្នឹងហើយយប់ហ្នឹងគឺជាយប់ដែល3នាក់ហ្នឹងមិនតែខ្ញុំហើយនឹងម៉ាក់ណាគឺ3នាក់បាទគឺលេង3នាក់មកសប្បាយលេងមកយប់ហ្នឹងគឺសប្បាយលេងមកចឹងមានន័យថាចប់ពីយប់ម្សិលមិញហើយយប់ថ្ងៃថ្មីហ្នឹងបាទនៅតែបន្តលឺទៀតហ្មងចាប់ពីយប់ខ្ញុំបានឃើញឆ្អឹងហ្នឹងហើយបន្ទាប់ពីដែលខ្ញុំបានប្រោះទឹកមុននៅជុំវិញផ្ទះហើយ2 ថ្ងៃក្រោយមកវាស្ងាត់ហើយប៉ុន្តែពេលចូលថ្ងៃពេញបោអញ្ចឹងថាមកយើងដាក់តែដាក់ការជុកស្វាយផ្ទះអញ្ចឹងណាគឺថ្ងៃសិលហ្នឹងគឺពេញបឹបហ្នឹងគឺយប់ហ្នឹងគឺពេញលេង3នាក់ហ្នឹងគឺអត់មានបានស្គាល់រសជាតិថាគេងទេបងពេញលេង3នាក់បងដើមឡើយពីល្បាក់ម៉ោងតែលើហ្នឹងខុសម្ដងថាម៉ោង 10 ហ្នឹងពួកខ្ញុំឆាប់អត់បានចូលសម្រាប់10 កន្លះ 11ទៅពេលហើយទៅក៏ពេលដែលចូលសម្រាប់បិទតែភ្លើងពឹបហ្នឹងឮសលេងម៉ូតូជិះមកដូចតែមុនអញ្ចឹងឮសលេងម៉ូតូជិះមកដូចតែមុនចាស់ថាដូចបើមែនតែនទៅក៏ដូចដឹងហ្មងដឹងមកយើងបិទភ្លើងស្មានណាអីស្មានណាឬក៏អាចថាអង្គុយចាំតែមើលហ្មងមើលតែភ្លើងបិទគឺមកយកបងស្មោះត្រង់ទៅសម្បីតែឥឡូវហ្នឹងបងក៏អញ្ចឹងដែរឥឡូវហ្នឹងក៏អញ្ចឹងដែរឥឡូវទៅបន្តទៀតតែ10 មិន10បិទភ្លើងគឺមកហើយសលេងម៉ូតូហ្នឹងគឺមកហើយដូចថាចាំតែមើលយើងឯងតែគាត់ទៅឃើញភ្លើងបិទមកយកមកឈប់ចាំនៅមុខផ្ទះហើយដូចឈប់ចាំមកបណ្ដោយបាត់ភ្លើងពឹកគឺលឺស្លេងទៅមកវ៉ាឈប់នៅមុខយើងហ្មងជប់នៅអាមុខផ្ទះយើងនៅគៀនដបងយើងហ្នឹងគេដើរតាមដបងហ្នឹងហ្មងយប់ហ្នឹងយើងខ្លាំងបន្តិចប្រហែលយប់មុនខ្ញុំមិនថាខ្ញុំមានឃើញឆ្អឹងហើយមានឃើញស្នាមនេះvậyហ្នឹងគឺមិនថាឃើញឆ្អឹងឯងបងមកទាំងអស់មកទាំងក្តារគេហៅថាក្តារមកឈូសបំណែកក្តារមកឈូសអូមួយទៀតហ្នឹងគឺជាសំណួរអាចចូលថាមូលហេតុបានយើងស្គាល់ថាហ្នឹងជាផ្នែកក្តារមកឈូសជាទូទៅយើងតែងតែមានជាដូចថាថាអ្នកធ្វើក្បាច់ក៏តែងមានក្បាច់អីមួយនៅលើហ្នឹងដូចយើងតែងឃើញហ្នឹងថាក្តារមកឈូសក៏តែងតែធ្វើតម្រង់មកឲ្យគេមានបិទដូចថាជា stick ជាអីអានោះគេហៅថាតែភាសាផ្លូវការគេហ្នឹងហើយបិទជា design បិទជាក្បាច់ហ្នឹងហើយពេលដែលយកមកហ្នឹងគឺ
ចិត្តនឹងខ្វាច់នឹងចិត្តទាំងខ្វាច់នឹងយក អានេះជាលក្ខណៈកណ្ដាស់ឲ្យគេបិទចំនឹងក្តារ បាទបើចិត្តនឹងក្តារហើយគឺយកទាំងដុំនឹងយកមកដុំហ្នឹងហើយជាប្រវៃណាហើយពីរធំដូចគ្នាខ្ញុំចាំតែមើលថាចេះរបស់ដែលយកមកដាក់ហ្នឹងគឺទំហំគឺអត់ឆ្ងាយពីពីធ្លាប់ទេបងអត់មានឆ្ងាយទេហើយក៏អត់ឆ្ងាយពីបាយនេះដែរអត់ឆ្ងាយទេអាចថាបើថាវិញផុតអាចថាបន្តចុះប៉ុណ្ណឹងចុះអត់ដែលមានទំហំណាថាលើហ្នឹងគឺអត់មានទេប៉ុនគ្នាហើយគឺដាក់ម៉ោងដូចគ្នាទៀតខ្ញុំចាំចាំមើលរហូតហ្មងហើយហ្នឹងយកទៅដំដូចបាទយ៉ាងហ្នឹងខ្ញុំដំដូចគ្នាប៉ុន្តែគាត់ថាទឹកហ្នឹងដំហើយគឺនៅពេលដែលញុកចូលមានរបស់ខ្លះញុកចូលរបស់ខ្លះគឺចូលជាប់នៅហ្នឹងអាលុះលបងយហ្មងធម្មតាពេលយើងធ្វើលបងយើងតែមានដែកគេហៅថាជើងសសរយើងបដោះដៃទៅលើអញ្ចឹងហ្មងតែយើងមកទុកដែកខ្លះហើយចូលហ្នឹងចូលជាប់ហ្នឹងអញ្ចឹងរបស់ដែលដាក់នៅខាងក្នុងប៉ោងអិនហ្នឹងគឺទី1គឺមានឈើក្តាមឈូសបំណែកក្តាមឈូសទី2គឺមានឆ្អឹងខ្ញុំចាំបានច្បាស់មិនមែនចឹងដូចមួយដុំទេប៉ុន្តែជាឆ្អឹងវែកញែកជា2ចេះវែកញែកជា2ហើយមិនតែប៉ុណ្្នឹងឯងគឺឃើញមានរំ40ម៉ាំបកក្រហមទៀតមានរំបកក្រហមមួយនឹងទៀតមានបោះសមបកក្រហមមួយនឹងទៀតបាទរំបកក្រហមមួយនឹងហើយរំចុះថារំសឹងតែមើលលេងឃើញថាហ្នឹងវាជាឆ្អឹងហ្នឹងហើយរំសឹងតែមើលលេងឃើញយកមកញ៉ាត់ជាមួយគ្នាហ្នឹងហើយពេលតែចងដែលដែកខាងលើហ្នឹងគឺចងជាមួយនឹងដែកគោលអាចថាហ្នឹងជាដែកគោលក្តាមឈូសក៏បានដែរជាដែកគោលហើយជាមួយនឹងឆ្អឹងដូចគ្នាប៉ុន្តែឆ្អឹងទឹកហ្នឹងគឺមិនមែនមកពីថ្នាក់ដូចគ្នាតែមិនមែនមកផ្ទះណាគឺមកទាំងមូលហ្មងមកឆ្អឹងទាំងមូលហ្មងប៉ុន្តែគាត់ថាទំហំមានតែពីរទៀតមិនដែរទេអូខេប៉ុន្តែខុសទាំងថាឆ្អឹងមួយហ្នឹងឆ្អឹងដែលយកមកចងជាមួយដែកគោលហ្នឹងគឺមានរំជាមួយកដាស់យន់បកក្រមានរំជាមួយកដាស់យន់បកក្រយកមកអញ្ចឹងនៅពេលដែលយកអាហ្នឹងយកមករំមកប៉ុន្តែលើកហ្នឹងអាចថាប្រហែលជាមានគ្នាច្រើនគឺថាគឺគឺទៅប្រុយហ្មងពេលហ្នឹងគឺចង់ថាខ្ញុំឮសលេងម៉ូតូហ្នឹងពេលហ្នឹងខ្ញុំអត់គិតថាខ្ញុំមើលគិតទៅមានចង់ថាខ្ញុំអត់ខ្វល់ថាម៉ាក់ហាមកុំហាមខ្ញុំដឹងខ្ញុំចេញទៅហ្មងខ្ញុំចង់ឃើញថាណាគេទី1គឺចោតមកលើគ្រួសារខ្ញុំចោតមកលើម៉ាក់របស់ខ្ញុំហើយទី2គឺបង្កបញ្ហាឲ្យពួកខ្ញុំជារៀងរាល់ថ្ងៃអញ្ចឹងខ្ញុំចង់ថាតើគាត់នឹងជាណាគេនេះជាណាគេអញ្ចឹងបានចេញទៅមើលហ្មងចាំឃើញនៅពេលដែលចេញទៅមើលអ្វីដែលខ្ញុំឃើញហ្នឹងគឺបាក់ទៅនៅផ្នែកហ្មងមិនដឹងថាគួរទៅនិយាយចុះគឺជាគ្រួសារនៃផ្ទះហ្នឹងឯងគ្រួសារនៅផ្ទះហ្នឹងឯងតែគាត់ថាពេលដែលបើកម៉ូតូចេញហ្នឹងគឺអត់បានបើកម៉ូតូចូលក្នុងផ្ទះគឺបើកម៉ូតូចេញទៅផ្លូវចេញទៅច្រកផ្លូវទៅក្រៅវិញប៉ុន្តែយើងមើលស្គាល់ចុះមនុស្សស្គាល់គ្នាតាំងពីទូចរឿងអីមើលមិនស្គាល់យើងច្បាស់ហ្នឹងហើយសូម្បីតែបើឯងនឹងខ្ញុំអញ្ចឹងគាត់ថាយើងឃើញគ្នាប៉ុណ្ណឹងសូម្បីតែទៅក្រៅក៏យើងស្គាល់មើលយើងចំណាំដែរបាទហើយចុះតែយើងគឺថាយើងធំឡើងមួយគ្នាតាំងពីប៉ុណ្ណឹងហើយរហូតដល់ខ្ញុំប៉ុណ្ណឹង22ឆ្នាំមានរឿងអីដែលយើងមើលស្គាល់ចុះដល់ពេលអណៃឃើញហើយអណៃបានយកទៅប្រាប់ម៉ាក់ដល់ពេលខ្ញុំឃើញហើយខ្ញុំរត់ទៅប្រាប់ខ្ញុំរត់ទៅប្រាប់ម៉ាក់ឲ្យប្រាប់ម៉ាក់ភ្លាមៗហីខ្ញុំស្រែកមកអកមកខ្ញុំស្រែកហើយគាត់ខ្ញុំស្រែកហើយថាចង់រត់ទៅណានៅអញ្ចឹងហ្មងរត់ទៅណាមកវិញបកវិញជីគ្នាវិញរបៀបខ្ញុំចង់និយាយឲ្យអត់ដឹងថាហេតុអីគឺខ្ញុំចង់សួរតែមួយគឺហេតុអីបានធ្វើអញ្ចឹងហេតុអីបានបង្កបញ្ហាហ្នឹងខ្ញុំចង់សួរតែមួយចង់សួរប៉ុណ្្នឹងឯងអត់បកមកក្រោយគឺមួយម៉ូតូប្រយហើយម៉ាក់ក៏ចេញមកខ្ញុំថារត់ប្រាប់ម៉ាក់ឯងប៉ុន្តែខ្ញុំអត់ទៅប្រាប់ម៉ាក់ឯងខ្ញុំពេលដែលហៅអត់លឺហើយខ្ញុំទៅមើលលបងនឹងវិញទៀតគឺឃើញដូចខ្ញុំប្រាប់បងមុនហ្នឹងអញ្ចឹងហ្នឹងហើយលើយយោងពេញលបងស្នាមដាក់ស្នាម3របស់ដល់ហ្នឹងគឺនៅទាំងអស់នៅតាំងពីញួរនៅតាំងពីដេកដាក់នៅទាំងអស់នៅទាំងអស់ជាមួយនឹងចោលមួយខ្សែមួយចោលទាំងអស់គាត់ថាមានប៉ុណ្ណឹងភ្លាមវាថាយើងឃើញអញ្ចឹងហើយធម្មតាបងអាចនឹងឆ្ងល់ថាបើយើងឃើញអញ្ចឹងហើយយើងមិនក៏មិនស្រ័យវាចេញមកយើងទុកអញ្ចឹងទៅអាចថាអានេះដូចជារបស់ដែលយើងមិនត្រូវប៉ះហ្មងយើងអត់ត្រូវប៉ះរបស់បែបហ្នឹងឯងពលរបស់គេយកមកដាក់អូថរថាគេចង់ដាក់យើងប៉ុន្តែដាក់ត្រូវឲ្យខ្សែយើងបានប៉ះប៉ុន្តែបើសិនយើងទៅប៉ះគឺត្រូវយើង 100% ហ្មងហ្នឹងហើយបាទយប់ហ្នឹងគឺអត់ត្រូវមែនប៉ុន្តែគឺក្លុកក៏បានគេពេញផ្ទះហ្មងយប់ហ្នឹងគឺបាទយប់ហ្នឹងគឺចេញមកគឺអត់មានលឺខ្សែមកទេបើថាយំគឺយំឲ្យលឺហ្មង
នៅបន្ទប់ខ្ញុំបន្ទប់ម៉ាក់ខ្ញុំប្អូនហ្នឹងគឺគោះទាំងពីរហ្មងមិនមែនគោះទាំងខ្ញុំទេគឺគោះទាំងពីរផាំងហើយគោះទាំងពីរផាំងហើយសួរហើយមិនត្រឹមប៉ុណ្្នឹងទេគឺលឺសលេងស្រែកសួរទៅស្រែកសួរថាចង់មិនគឺសលេងអញ្ចឹងខ្ញុំថាទេហើយបានខ្ញុំលឺសលេងហ្នឹងពេលហ្នឹងខ្ញុំគិតថាប្រហែលជាខ្ញុំខឹងពេកខ្ញុំរវើរវាខ្ញុំគិតទៅរឿងបាត់ហ្នឹងអញ្ចឹងខ្ញុំអត់បានគិតទៅថាអូអាហ្នឹងវាពិតទេគេថាអូប្រហែលជាយើងរវើរវាហើយយើងខឹងហើយយើងអាកំហឹងរបស់យើងច្រាយើងគិតរឿងអញ្ចឹងណាដល់ពេលហើយចាក់ស្រែងគឺខ្ញុំច្បាស់នៅពេលដែលម៉ាក់ខ្ញុំឃើញបងប្អូនខ្ញុំគាត់ចេញមករកខ្ញុំហើយក៏និយាយដូចគ្នាអញ្ចឹងថាលឺសលេងគោះបាទគោះប្អូនហើយបាទគោះប្អូនហើយសួរចង់មិនគោះភឹងអញ្ចឹងបងដល់ពេលហើយពេលគោះអញ្ចឹងហើយពេលខ្ញុំចេញមកមួយម៉ាក់ហើយគឺលឺសលេងសើចហាអញ្ចឹងដូចសើចពពួកមនុស្សបងសើចអញ្ចឹងដល់ពេលសើចហើយគឺលោតដបូលទៅយើងផាំងហើយទៅពេលហើយអាវ័យដែលកាន់តែច្បាស់នឹងភ្នែកថារបស់ហ្នឹងគឺខ្ញុំពេលហ្នឹងខ្ញុំឃើញថារបស់ហ្នឹងគឺមានមែនណាថាគេអាចប្រើពួកអាគមចឹងឲ្យមកមែនណានៅផ្ទះរបស់ខ្ញុំហ្នឹងគឺពេលដែលធ្វើបន្ទប់គឺខ្ញុំបិទដបូលទេចឹងមិនថាដបូលពេលយើងគេនេះគឺយើងមើលឃើញធ្នើមើលឃើញដបូលច្បាស់ខ្លាំងជាធម្មតាយើងមិនមានតែមានធ្នើទេហ៎បងមានបដានគេបាទបដានប៉ុន្តែខ្ញុំអត់បដានក៏បានដាក់ដែរគឺរហូតហេហ្មងឃើញតែធ្នឹមតែលើហ្នឹងមកអង្គុយនៅលើហ្នឹងហ្មងអង្គុយលើធ្នឹមទេមកអង្គុយលើធ្នឹមហ្មងតម្លាក់ជើងពឹបហ្មងខ្ញុំនិយាយស្មោះត្រង់បងនិយាយស្មោះត្រង់ខ្ញុំនៅចាំរហូតដល់10ថ្ងៃហ្មងខ្ញុំឃើញខ្ញុំចាំដល់10ថ្ងៃហ្មងជារូបរាងលក្ខណៈបែបហ្នឹងមកជាលក្ខណៈពេញរូបរាងហ្មងស្លៀកមិនមែនស្លៀកសទេបាទគឺខ្មៅទាំងអស់ហ្មងស្លៀកខ្មៅហើយសក់តម្លាក់មកចេះហើយអង្គុយងក់បានដូចអង្គុយអឺតមើលយើងអញ្ចឹងដូចថាយើងនឹងក្រោមហើយរបស់នឹងនៅលើយើងអង្គុយអកមើលយើងចេះហើយវាថាខ្ញុំកាច់កយើងចេះអញ្ចឹងណាខ្ញុំអត់ខ្ញុំប្រាប់បងខាងមុនអញ្ចឹងយើងអត់បំពេញទេប៉ុន្តែយើងអត់ខ្លាចដែរប៉ុន្តែគាត់ថាដល់ពេលយើងវាច្បាស់អញ្ចឹងពេកមិននៅផ្ទាល់ភ្នែកយើងអត់មានបានតែស្វាំងអីទេព្រោះស្អីឃើញនឹង3នាក់ពេលហ្នឹងឃើញ3នាក់បងពេលហ្នឹងគឺឃើញទាំង3នាក់មិនឃើញបើមិនឃើញអញ្ចឹងមកថាខ្ញុំគិតច្រើនចុះអីចឹងបងរត់បាត់ហ្នឹងហើយឃើញទាំង3នេះគឺលៀងមកឃើញទាំង3នាក់ទាំងអស់គ្នាហ្មងគឺនៅលើស្នើហ្នឹងហ្មងនៅលើស្នើហ្នឹងហ្មងហើយអង្គុយសើចអង្គុយអីហ្មងដល់ពេលឃើញអញ្ចឹងហើយធ្វើមិនទៀតដល់ពេលឃើញអញ្ចឹងហើយគឺពួកខ្ញុំគឺក្នុងផ្ទះហ្នឹងគឺពួកខ្ញុំចលាចលមិនដឹងធ្វើមិនបល់អីពេញហ្នឹងហើយប៉ុន្តែនៅក្នុងបន្ទប់បងហាក់គឺយើងមានធ្នើមួយដែលដាក់រូបថតតាដែលគាត់បានចែកឋានអញ្ចឹងហើយមានយើងនិយាយទៅគេហៅថាជាលក្ខណៈដូចជាជុំគោកណ្ដាលអញ្ចឹងណាតកលបាទតកលដើម្បីទុកឲ្យភពលឹកគុណដូនតាអញ្ចឹងទៅតែពេលនៅក្នុងបន្ទប់របស់ខ្ញុំគឺអាសនៈរបស់ម៉ាក់បងអាសនៈរបស់ម៉ាក់ហ្នឹងហើយគាត់ថាជាអាសនៈដើម្បីយើងរៀបចុះអាហ្នឹងបើយើងសម្បត្តិបងចង់តិចណាដូចថានៅពេលណាដែលអូនថាជំនឿអស់ហ្នឹងគឺនៅតែមានឱកាសគឺថាមានមនុស្សដែលគាត់កាត់មកទៅគាត់មាននិស្ស័យទៅគាត់មានអ្នកណាគេមកកាន់ឃុំក្រងគាត់នៅជាមួយគាត់ចឹងណាបងចេញទៅរៀបចំរបស់ហ្នឹងដើម្បីសែនអុជធុកនៅរងថ្ងៃសិលអីចឹងទៅហ្នឹងហើយដាក់ទៅជាដង្វាយដូចជាផ្លែឈើក៏ផ្លែឈូកអីអុជធុកបាញ់បាញ់អីចឹងគាត់បានតែហ្នឹងហើយតែប៉ុណ្្នឹងទេអត់មានយើងរៀបចំមិនមែនយើងរៀបចំដោយសារយើងចេះចឹងអីទេមិនមែនទេហ្នឹងហើយគាត់ថាដោយសារយើងមានម៉ាក់កាមីអ្នកដែរគេហៅជាលក្ខណៈគ្រូកណ្ដាលហ្នឹងហើយគ្រូកណ្ដាលគ្រូបាជាអញ្ចឹងណាបងបាទហ្នឹងហើយអញ្ចឹងក៏ម៉ាក់ក៏នឹងគ្នាបងប្អូនហ្នឹងគឺមកបន្ទប់ខ្ញុំហើយគឺមកអង្គុយថ្វាយគុំព្រោះថាយើងអត់ធូរយើងបន់ស្ពែហ្នឹងហ្មងពេលហ្នឹងតាមពិតទៅយើងអត់ខ្លាចទេប៉ុន្តែគាត់ថាយើងត្រូវតែគោរពបារមីរបស់ដូនតានៅក្នុងផ្ទះយើងណាយើងអត់ធុកយើងបានស្រន់ក្នុងផ្ទះយើងបងចង់សួរតើតទៅនឹងផ្ទះផ្ទះមានរៀបចំផ្ទះក៏ដូចជាប្រភូមិអីមានហ្មងយើងមានប្រភូមិមានជំនាញផ្ទះតែនៅតែអាចបាទនៅតែដាក់របស់នឹងមកបានចំខ្លាំងដែរយ៉ាងមិនធម្មតាណាធម្មតាទូទៅបើសិនជាយើងមានបាទមានជំនាញផ្ទះជំនាញភូមិអីអានឹងវាងាយនឹងមានអីមកចូលបានបាទចូលបានបាទហ្នឹងហើយយើងមានជំនាញផ្ទះយើងមានកងម៉ាប្រភូមិមានទាំងអស់បាទហ្នឹងហើយយើងមានទាំងអស់ដល់ពេលយើងរៀបចំអុជធូបអាសនៈដល់ពេលរៀបចំអុជធូបអីទៅពីដំបូងយើងអុជព្រាមក៏អត់បាត់ទៅវិញដែរនៅនឹងហើយគាត់ថាបាត់ពីលើធ្នើប៉ុន្តែទៅក្លុបទៅគោះទៅគោះឆ្នាំងគោះចានខាងក្រៅមិនត្រឹមប៉ុណ្្នឹងទេបងពេលហ្នឹងគឺចានមករាវគឺធ្លាក់បែកអស់ហើយពួកខ្ញុំនៅ13នាក់ឯងប៉ុន្តែពួកខ្ញុំមានចានច្រើនដូចចានសឡចានអីនៅហូបបាយធម្មតាអញ្ចឹងណាមករាវហ្នឹងគឺបែកខ្ទេចអស់ហើយអត់មានខ្យល់ទេណាបងអត់មានខ្យល់ទេណាហើយទុករបៀបមិនលើកទុកលើគឺទុក
តក់ហ្នឹងគឺតក់ធំវែងតក់ឈើមិនដឹងជា3នឹងខ្ញុំឯងប៉ុន្តែធំតក់ហ្នឹងគឺវែងតក់ហ្នឹងគឺ3ម៉ែត្រហើយកម្រាស់អាចថាពី8ហ្នឹងឯងមកឆ្អាមនេះកម្រាស់ក្រាស់ហើយតែតក់ឈើมันធន់ណាស់តក់ធន់ណាស់បាទអញ្ចឹងហើយទុកហ្នឹងបើសិនយើងទុកគៀនតក់នោះអាចថាឲ្យយើងទុកអត់យ៉ាត់ទៅវាអង្គើគៀនណាទុកនៅចំកណ្ដាលតុហើយសងខាងហ្នឹងគឺមានឆ្នាំងសឡមួយខាងខាងនេះឆ្នាំងបាយមួយខាងខាងនេះអាចចុះហេតុអីបើសិនជាខ្យល់មកតែក៏មិនបក់ឲ្យឆ្នាំងសឡហេតុអីក៏បក់តារាវចានហ្នឹងទៅហ្នឹងយល់ពេលដែលចាញ់ពេលហ្នឹងយប់ហ្នឹងគឺយើងអត់បានជិះមកកាយយើងនៅក្នុងបន្ទប់កន្លែងអាសនៈដែលថ្វាយគុំហ្នឹងណាព្រឹកឡើងមិនចេញមកព្រឹកឡើងចេញមកឃើញតែចានមករាវហ្នឹងដែលស្លាក់បែកប៉ុន្តែឆ្នាំងសងខាងហ្នឹងគឺអត់មានកាត់អីទេអត់មានទេឆ្នាំងនៅឆ្នាំងសឡនៅឆ្នាំងសឡវាដូចមានទាញយកបាទទាញយកមកទម្លាក់ហើយបំណែកដាក់បែកហ្នឹងមានអាបំណែកធំបំណែកតូចវាដូចយើងបែកចាំនឹងធម្មតាអញ្ចឹងណាបងនិយាយទៅគឺមករៀលហ្នឹងគឺខ្ទេចទាំងអត់មានសល់ទេស្មីមិនគឺអត់មានសល់ទេអត់មានសល់ទាំងអស់ទាំងដែលអត់មានខ្យល់សោះខ្យល់អត់មានទេអត់មានខ្យល់ណាមកបក់វូទោះបីជាមានណាក៏អត់អាចបក់បានដែរព្រោះចាំមករៀលហ្នឹងបែកណែហើយក្រាស់ទំហំមិនទេពេញទាំងអស់អញ្ចឹងវាធ្ងន់ខ្លាំងហ្មងស្បីតែយើងលើកយើងថាធ្ងន់ថា5 10គីឡូចុះអញ្ចឹងទោះបីជាខ្យល់មកបណ្ណាក៏មិនអាចបក់ឲ្យចានហ្នឹងធ្លាក់ទៅចានថ្មចានហ្នឹងហើយបើចានថ្មចានអីមិនចានជឿទេបងតែខ្ញុំគឺប្រើរបស់ជឿទេបងតែថាយើងសុខភាពហ្នឹងបាទទៅក៏ធ្លាក់បែកទៅដុំហ្មងលឺស្លេងធ្លាក់បែកហ្នឹងទៀតហើយគោះឆ្វេងគោះស្អាំទាំងអស់ទ្រូនស្វ័យតែទ្វារលបងខ្ញុំហ្នឹងយើងលបងជាយើងធ្វើឲ្យមើលតែទ្វារលបងខ្ញុំហ្នឹងយើងបានធ្វើមើលទេយើងគាត់ថាចាប់ដៃប្រហែលជា2ថ្នាក់ប៉ុណ្ណឹងចាប់ដៃទៅយើងធ្វើជាទ្វារដាក់ចាប់ជាបើអញ្ចឹងណាបងទ្រូនលងគឹកហើយមិនតែប៉ុណ្្នឹងឯងបើកន្លែងខាងក្រោយគឺពេញលេងហ្មងខាងក្រោយផ្ទះព្រោះថាអង្កាមមុនខាងក្រោយហ្នឹងគឺព្រៃស្ដុកចាខ្ញុំទៅនៅដំបូងតែឥឡូវគេឈូសចោលអស់ហើយមានដូចជាដើមកាយតាមដើមច្រៃនៅចំក្រោយផ្ទះអញ្ចឹងនៅពេលដែលមានរឿងខាងក្រោយហ្នឹងគឺពេញលេងជាងគេហ្មងបើសិនជាមានដើមហេតុគឺដើមហេតុមកពីខាងក្រោយហ្នឹងមុនហ្មងដូចថានៅនឹងដើមគេដាក់នឹងដើមចឹងមករោយើងហ្នឹងហ្មងលឺអស់លឺស្អីក៏មានដែរមានមកទាំងអស់ហ្មងតែគាត់ថាมันអាចមកធ្វើបាបព្រៀងកាយយើងបានទេប៉ុន្តែបើសិនជាអ្នកដែលគាត់ប៉ះដូចថាមានផ្លូវអារម្មណ៍ផ្លូវគឺបាក់ហ្មងបាក់ហ្មងនិយាយថាมันអាចមកធ្វើអីធ្វើបាបយើងបានទេគាត់អាចមកធ្វើយើងភ័យហើយយើងឃើញលឺស្លេងលឺអីចឹងទៅបាទហើយយើងឃើញច្បាស់ហើយឃើញច្បាស់លឺស្លេងអីចឹងតែគាត់ថាយប់ហ្នឹងគឺអត់មាននរណាគេត្រូវរបួសហើយក៏អីដែរព្រោះថាមែនតើនឹងមិនមែនជាលើកទី1សម្រាប់ពួកខ្ញុំដែរពួកខ្ញុំជួបរឿងអញ្ចឹងឯងខ្ញុំជួបរឿងច្រើនតែគាត់ថាយើងអានេះវាជារឿងមួយដែលយើងជួប3អ្នកម្ដាយកូនហើយវាជារឿងមួយដែលយើងច្បាស់ទាំងអស់គ្នាថាយើងឃើញតែមួយគ្នាយើងដឹងឮតែមួយគ្នាអញ្ចឹងហ្មងតែថាពីមុនមកយើងមានរឿងច្រើនទៀតអញ្ចឹងគាត់ថាអាចថាស្មារតីយើងឬមុំនៅមួយពេលហ្នឹងគឺខ្ញុំព្យាយាមតាំងអារម្មណ៍ព្រោះយើងអត់អាចធ្វើបានទេបើសិនជាអារម្មណ៍យើងអត់ដឹងខ្លួនតែយើងទៅកាន់តាំងអារម្មណ៍ហើយយើងបន់យ៉ាងអីចឹងទៅចុះអត់មានថានៅពេលដែលចប់រឿងរ៉ាវទាំងអស់ហ្នឹងហើយស្អែកឡើងយើងទៅនិមន្តលោកឬក៏រកគ្រូដែលគាត់ចេះមើលទៅលើផ្លូវក្នុងអីចឹងឲ្យមកជួយដោះជួយអីអត់មានទេយើងរកហ្មងពេលដែលស្អែកឡើងនៅពេលដែលយើងចាប់ចែងមើលយើងដើរមើលកន្លងជុំវិញផ្ទះអស់គឺយើងឃើញថារបស់យើងគឺខូចខាតមួយចំនួនសឹងតែមួយចំនួនធំដែរតែទៅនឹងរបស់ប្រើប្រាស់បន្ទាប់មកក៏យើងអត់ទៅបានធ្វើអីយើងទុកនឹងសិនអីយើងទៅធ្វើគឺយើងទៅមុនលោកឲ្យលោកបង្ប្រោះព្រំម្ដងទៀតហើយក៏ដូចជាអញ្ជើញលោកគ្រូឲ្យគាត់មកផ្ទះយើងដើម្បីថាគាត់ដោះឬគាត់ធ្វើអីតាមដែលថាវិធីដែលគាត់ចេះគាត់រៀនអញ្ចឹងណាបងវាមិនកាត់ដោះអញ្ចឹងនៅពេលដែលលោកគ្រូគាត់អញ្ជើញមកដល់គាត់ប្រាប់ថាមុនហ្នឹងបងមិនសួរថាហេតុអីបានយើងមានជំនាញទៀងយើងមានអីប៉ុន្តែនៅប្រាក់ចូលមកបានតែប៉ុន្តែអាគមហ្នឹងគឺជាអាគមរបស់គ្រូចាមបាទអញ្ចឹងមិនមែនជាលក្ខណៈបែបខ្មែរទេគឺថ្ងៃដំបូងខ្មែរថ្ងៃទី2គឺគ្រូចាមមកទាំងអស់មកបាទគឺអាគមគ្រូចាមហ្នឹងគេធ្វើដើម្បីគោលបំណងគោលបំណងតាមពិតទៅមែនតើដោយសារថាស្ត្រីហ្នឹងគឺខ្ញុំសង្ខេបមកហើយប៉ុន្តែបើក្នុងកំឡុងថ្ងៃផ្សេងទៀតហ្នឹងគឺគាត់បើយើងនិយាយឲ្យចំនៃគោលដៅរបស់គាត់គឺគាត់ចង់ផ្ដាច់ជីវិតយើងទាំង3ហ្មងព្រោះការដែលធ្វើហ្នឹងគឺធ្វើផ្ដាច់យើងទាំងអស់ហ្មងដោយថាមានពួកខ្ញុំទាំង3នាក់គឺធ្លាប់
trời mà nè mà đòn dương mình thay dương nè dương chạy đan dương ở đằng luôn dương ở đằng luôn nhưng mà đang thả bong sập lư rồi còn sập hơn thế phần tái công môi nắng cứ pra tam can thì gì nó pe ô tô thả bón chỉ để trong phơi mà nhóm chẳng bong phơi ở công bong sốt anh hai ai bong còn ta hai nhóm hai ở đây để nhóm thật với bởi sân thì nhóm chai bong mà mặt thả bạt bón chứ là công đó cứ trời mà nhóm trầm mà phần tái bao nhóm sai nhóm mặt là bơi là vì từ bong tế chẳng là công nó gật trời phần tái bên nó dân cái thao còn là cái miền cài cái thao như thế nàyแต่บอกcái nhóm hái bảo ổn hái mãi trong khỏi kì mình làm ở đó nhóm cứ hay nhóm chơi cái dân cái thà đừng tha bon chẳng á dân còn là săn sái gì mình thấy dân mang tay cái thả quật một đôi phía đâu gì dân còn săn sái của xa dân ở ai tay trao thằng này mẹ nó mình phao ta má này nâng chẳng tập hay đó có hay còn hay mình thấy hay nó hay môn ngay để dân khơi côn quạt chim tàu này dân bạn khơi tộc này chứ này còn hai đó cứ tháo cái lâu cắt chạy ấy người dân cũng đang lâu cắt trong sông tô dương này chạy không thôi dương rồi có chọc cắn dương ấy đang nhưng mà cắt trang nhưng thà bát y trong tay bát y và đang hai cắt cần nhóm cho trong tiệm bắt dục lá nó cứ nhóm chư tật không từ bây còn khơi ấy còn khơi ấy anh nói tại nhung là vô là vi chưa các bạn hay sẽ khánh pe nhung cây tới nhung khơi là bỏ năng trung minh khôi nhung ấy sẽ khai vậy nè khơi là bỏ năng trung minh khôi nhung rô dục dạ bên bờ này bờ dục bờ ngày bên bờ dục bờ ngày khơi rô ngày bờ dục bờ ngày cứ khơi nhỏ ngày còn hai bên năng của nhung ban mình thì Australia hai nhỏ ban chạy buộc và thành cháy bị về nhớ không năng chẳng là bên nào lực lượng ban chơi máu cận ban chẹt hà cũng chẹt cùng bọt chám hay mình tầm là phần năng ấy chẹt ấy cứ do cùng chám cùng một mát bộ chỗ nghĩa là ngay trồng chọc nó ngay trồng chọc lại nên nó cứ đại tây thôn nó cứ miền thong ngoài mua nhung xong chia sẻ đó nè và phần gì đó nè cùng nhà máy ai skip phạt ở phần chẳng hạn miền thong khai mà thắng máu cũng từ múc trang giống mình bây giờ mong đọc đi hay rằng mình bây giờไปhai bên nó cứ có tranh bứt một hạt chỉ quạt có tranh con anh hạt chỉ quạt còn bỏ vô chi mà to có chi mà to mong con ấy mình côn bài bản mình côn mình na tặng cứ mình côn mình na tặng có chi mà to mong luôn quạt hai quạt bỏ thằng đang mà một tay dương mong lần của bạn tôi cho mà tôi được khuyên tạ sập rồi được khuyên tạ sập rồi đó anh không năng mình vậy dương ở đằng hai không năng mình ai buồn là bàn xỉa dương ở đằng hai dương ở đằng đằng hai là bò nó cứ là bò tập bên nào bò chẳng là bò nhưng cái thằng phải chạy mau tiêu rồi của lợi tị bây giờ chỉ lợi control nó cứ vì kiện thông xem đằng này trong bên hai nhung chỉ dùng thẻ bị lấy bộ nhung bạn tập tụ đằng lưới thà chỉ có đấy còn hàng ngày đó cứ chỉ ngày là có thanh con này mong mà chăm xua cứ có tay con này mong chỉ mất bóc phưng mong trong nhận đơn hàng là bọn nó cứ là bò màu giờ đấy trong nhận ập tay nhận ập tay nhận ở đây được còn tay nhận ập tay còn nơi té trời đấy đây là màu lên đây là màu nó thấy nè bạn bên đang cứ cùng chạm cùng ấy bò nhung lư tận nhung lư tăng pi nhung ở đằng thà anh đang cứ thua rồi có chỉ ca sốt là biên mà kia ở đằng này tay cứ lư nên lư các bạn ở đây nhưng mong tay mình chỉ phía sai dương này mình chỉ phía sai dương này mình phải chỉ phía sai cha mình chẳng thể còn ra nhung chỉ phải chỉ passport lấy bởi thân chỉ passport lấy này nhung ở sông chia sẻ phong có mình passport là bong bồn chuyện dân không này phần tay cha nó lại còn đây nó có nó là ắt chạy tay nhóm ấy tôi thấy tay nhóm mình tay còn nằm lọc đấy tay quát còn nữa cần là đam lâu là chạy việc nghe bà chẳng cứ còn tam gì mới thôi rồi gì rồi chọn bên nè na từ mình cho prata để tôi là năng bánh ha để đây còn slap ấy cứ bánh ha ở bạn tụi hai bây giờ còn cắt lang là khuôn ấy ăn bên nó chẳng thấy cứ mà chọn dương bà cứ mà chọn dương ấy từ lipo dương bên năng bà chọn dương lipo dương bên năng hay vậy đàn anh vậy tha là hốt mà đo sập ngày nó anh nó mệt mình lo mà đo sập ngày nó miền tha bom cho ba chỉ cho tha hay đây bây giờ một lô màu hai dân chơi là cru màu hai hay bàn này tầm miền ta xa ta ẩm bơ mà đấy cứ nơi cật phơi chẳng tụi bay chia vào màn đó còn nơi tầm miền này tụi bay chia ba tích rồi con mình ba sát còn nơi là thôi và to phơi chỉ đi ngọt này lo đo sập ngày đó cứ và to phơi chỉ đi ngọt nơi lư sẽ lấy là ấy tiền chẳng thấy du lư mà đón
មានពេលខ្លះយូរលឿនម្ដងមានពេលខ្លះក៏លឺជារៀងរាល់ថ្ងៃអញ្ចឹងតែចុកថ្ងៃតែ3ថ្ងៃអញ្ចឹងមានន័យថាបាទរហូតមកដល់បច្ចុប្បន្នគឺបច្ចុប្បន្នគឺអត់បញ្ឈប់ទេបងគឺនៅតែមានខ្លះក៏លឺខ្លះក៏ស្ងាត់ទៅអញ្ចឹងបាទការនឹងកាត់ឡើងរឿយអញ្ចឹងរឿងទី1ហ្នឹងប៉ុណ្្នឹងឯងបាទអញ្ចឹងសម្រាប់រឿងទី1គឺមានតែប៉ុណ្្នឹងឯងហើយក៏ជាទៅថាសាច់រឿងមួយដែលពាក់ព័ន្ធជាមួយនឹងខ្ញុំផ្ទាល់ក៏ដូចជាការរស់នៅរបស់ខ្ញុំសប្តាហ៍ថ្ងៃហើយជាទូទៅមែនតើទៅมันមានអ្នកណាគេយកសាច់រឿងផ្ទាល់ខ្លួនឯងហើយជាសាច់រឿងបច្ចុប្បន្នកាលហ្នឹងយកមកនិយាយទេប៉ុន្តែអានេះខ្ញុំយកមកនិយាយដើម្បីឲ្យបងប្អូននឹងថាតើការរស់នៅគឺជាមួយនឹងអ្នកចិត្តខាងគឺវាមិនទេវាមិនអញ្ចឹងបងធ្លាប់ឮដែរតើតទៅនឹងអ្នកចិត្តខាងគាត់ឆ្លោះបកៃគ្នាគាត់អត់ចោះសម្រងគ្នាអញ្ចឹងទៅមានធ្វើអំពើបាបគ្នាទៅវិញចាស់គាត់តែនិយាយមុនហ្នឹងហើយអានេះយើងនិយាយថាបើសិនជាពួកយើងមានទំនួលសម្ដីឬក៏យើងទៅឈ្លាននេះគ្នាទៅមកអាហ្នឹងបើឈ្លានដល់ខាងហ្នឹងអានេះចង់និយាយថានេះជើអត់បានធ្វើឲ្យស្អស់បងយល់ថាល្អសុកប្រែទៅជាអញ្ចឹងហ្នឹងហើយយើងកំពុងល្អសុកប្រែទៅជាអញ្ចឹងកំពុងល្អជាមួយគ្នាសុកប្រែជាអញ្ចឹងបល់ហ្មងហ្នឹងហើយដល់យើងអត់មានបានទៅឆ្លោះទោះទៅគ្នាទេហើយយើងអត់មានបានទៅប្រកាច់ប្រកោចឬក៏ប៉ះពាល់ទេហ្នឹងហើយអត់អញ្ចឹងគឺអត់តោងស្អាតថេញហ្មងដូចខ្ញុំថាពីខាងតាមយើងក្រៅពីអំពើល្អគឺយើងអត់បានធ្វើទេបាទអូខេហ្នឹងហើយចឹងរឿងទី1គឺចប់ហើយបាទចឹងនេះគឺជារឿងទី1របស់ពួកយើងរបស់ខ្ញុំផ្ទាល់គឺចប់ហើយតើតើនឹងអំពើបាទតើតើនឹងអំពើការប្រើប្រាស់ហ្នឹងហើយការលើកយកមកនិយាយដែរមិនមែនគោលបំណងថាតែចង់ចែកម្លែកទេគឺមួយទៀតគឺចង់ឲ្យដឹងថារបស់ទាំងអស់ហ្នឹងគឺនៅតែមានអញ្ចឹងបើសិនជាយើងអត់ប្រុងប្រយ័ត្នឬក៏យើងអត់ជឿរក្សាតែយើងប្រមាថយើងបើសិនយើងអាចកាត់បន្ថយបានឬក៏យើងកុំប្រមាថគឺយើងកុំសោះហ្មងទៅព្រោះជាក់ស្ដែងមែនតើទៅខ្ញុំក៏មិនមែនជាមនុស្សដែលទៅជឿលើខាងហ្នឹងហ្មងដែរពីមុនមកប៉ុន្តែដល់ពេលតែក្រោយមកតែខ្ញុំបានលូតលាស់លបាក់វ័យ10ឆ្នាំជាងហ្នឹងក៏ខ្ញុំឃើញជារឿយជួបជារឿយក៏ខ្ញុំចាប់ផ្ដើមជឿដឹងឮថារបស់ហ្នឹងគឺនៅតែមានមែននៅតែស្គាល់មែនដូចថាខាងអាគមខាងផ្លូវក្នុងឬមួយក៏តាក់ទងជាមួយនឹងខាងវិញ្ញាណអញ្ចឹងគឺនឹងមានបាទព្រោះមែនតើរឿងនេះគឺមិនមែនជារឿងលេងសើចទេព្រោះវាជារឿងដែលខ្ញុំឃើញជាមួយនឹងជីវិតប្រចាំថ្ងៃរបស់ខ្ញុំអញ្ចឹងវាជារឿងដែលថាវាជារឿងដែលស៊ីរៀសហ្មងហ្នឹងហើយអញ្ចឹងណែចង់ឲ្យទូសិចជូនដល់គ្នាស្រាប់ដោយការពិចារណាខ្ញុំលើកយកមកនិយាយហ្នឹងមិនមែនឲ្យជឿទាំងស្រុងទេបងប្អូនជឿក៏បានអត់ក៏បានប៉ុន្តែគាត់តែចង់និយាយថានេះគឺជារឿងពិតរបស់ខ្ញុំហើយជាអ្វីដែលបន្តជួបរហូតដល់សប្តាហ៍ហ្នឹងហើយខ្ញុំបន្តជួបដល់សប្តាហ៍ហ្នឹងអូខេបាទអូខេតោះអញ្ចឹងអាចលើកយករឿងទី2ដល់មកនិយាយបានអូខេបងអញ្ចឹងបន្តជាមួយនឹងសាច់រឿងទី2ក៏ដូចជាសាច់រឿងចុងក្រោយអញ្ចឹងសាច់រឿងទី2ហ្នឹងគឺតាក់ទងជាមួយនឹងសាច់រឿងជាការដើរលេងកម្សាន្តនៅក្នុងរមណីយដ្ឋានមួយនៅក្នុងខេត្តសៀមរាបជាមួយនឹងមិត្តរួមថ្នាក់ខ្ញុំពីសាលា High School ទៅបងហើយខ្ញុំជឿជាក់ថារឿងហ្នឹងរឿងគឺជាដោយសារតែរឿងហ្នឹងគឺជារឿងជាលក្ខណៈបោះតង់អញ្ចឹងខ្ញុំជឿថាមិនថាបងក៏ដូចជាទស្សនិកជននេះគឺសុទ្ធសឹងតែបានទទួលដឹងឮក៏ដូចជាបទពិសោធន៍ជាមួយនឹងរឿងហ្នឹងច្រើនមកហើយហ្នឹងហើយប៉ុន្តែគាត់ថាខ្ញុំលើករឿងមកព្រោះរឿងហ្នឹងគឺជារឿងមួយដែលគឺពួកខ្ញុំបានកសាងកំហុសទាំងស្រុងហ្មងហ្នឹងហើយនៅក្នុងការទៅចុះដើរបោះតង់មួយហ្នឹងវាជាកំហុសរបស់ពួកខ្ញុំទាំងស្រុងអញ្ចឹងខ្ញុំលើកមកដើម្បីយកមកចែកម្លែកក៏ដូចជាប្រាប់ដាស់តឿនទៅដល់បងឬមួយក៏បងប្អូនដែលគាត់ចង់បោះតង់លើក្រោយអញ្ចឹងឲ្យគាត់ប្រយ័ត្ននៅអ្វីដែលខ្ញុំជាកំហុសខ្ញុំយកមកលើកឡើងឲ្យបងប្អូនស្រាប់ហើយបងប្អូនយកទៅកែវាតម្រូវវិញអញ្ចឹងណាបងអូខេបងអញ្ចឹងដើមឡើយខ្ញុំបានទៅបោះតង់នៅរមណីយដ្ឋានមួយជាលក្ខណៈព្រៃភ្នំឯងទឹកជ្រោះអញ្ចឹងនៅក្នុងខេត្តសៀមរាបហើយពួកខ្ញុំពេលហ្នឹងគឺខ្ញុំទៅគ្នាតែ3នាក់ទេហើយដោយសារតែយើងអត់មានកម្រងទេយើងរៀបព្រៀបយើងទៅព្រៀងបាទចង់ទៅហ្នឹងហើយចង់ទៅគឺត្រូវប្រយ័ត្នទៅគឺតង់មានស្រាប់និយាយទៅគឺឧបករណ៍មានអស់ឧបករណ៍តែមានអស់បាទនិយាយតែគ្នាត្រូវ3នាក់គឺទៅហ្មងដើមឡើយគឺពីព្រឹកល្បាក់ម៉ោង 7-8 នេះគឺយើងនិយាយសរុបគឺយើងមាន6-7នាក់ប៉ុន្តែថាហើយតែក៏គាត់អត់ទៅព្រាមទៅក៏យើងសោះ3នាក់ថោកហីបើសោះប៉ុណ្ណឹងទៅអញ្ចឹងយើងទៅ3នាក់ហើយកប់ជួននៅក្នុងម្លងពេលហ្នឹងគឺនៅក្នុងខែភ្លៀងធំ
ហើយខ្ញុំទៅបោះតង់ខ្ញុំទៅបោះតង់ហ្នឹងគឺពេលដែលទៅដល់កន្លែងទីតាំងហ្នឹងនៅពេលដែលពួកយើងទៅដល់គឺពួកយើងបានប្រើប្រាស់ពាក្យទាំងតែយើងនឹងថាអូកន្លែងចឹងគឺយើងទៅប្រើប្រាស់ពាក្យចឹងទៅជាពាក្យថាសំបីតែពាក្យមួយម៉ាត់ថាអូកន្លែងស្អាតចង់នៅនឹងរហូតដល់ចង់ទៅវិញពាក្យហ្នឹងក៏យើងអត់អាចនិយាយបានដែរហ្នឹងហើយយើងអាចនិយាយបានដែរពេលដែលពួកខ្ញុំទៅដល់ហ្នឹងគឺខ្ញុំទៅថាអូធម្មតាយើង set up តង់យើងធ្វើអីញ៉ាំកាត់ភ្លើងរកអស់រកអីហ្នឹងបងពេលហ្នឹងដោយសារតែខ្ញុំជាអ្នកដែលមានបទពិសោធន៍បោះតង់ច្រើនជាងគេអញ្ចឹងពេលអត់ដល់អ្វីដែលខ្ញុំធ្វើដំបូងខ្ញុំអត់ set up តង់ទេប៉ុន្តែខ្ញុំទៅដារោគ្រឿងអស់សិនព្រោះជាទូទៅនៅពេលណាដែលមេឃភ្លៀងវានឹងមានអស់មួយចំនួនធំសើមកចេញរងអាស្ងួតយកបន្ទុកមកនឹងហើយពេលហ្នឹងខ្ញុំបានដាក់តង់ទៅស្គូអាតង់ធំយើងគ្របទៅលើហ្នឹងមួយហើយយើងយកតង់អាគ្របធំហ្នឹងពីរទុកដាក់បាំងដំបូងយើងមួយហើយទឹកគ្របអស់មួយហ្នឹងហើយទុកយើងប្រើយកក្លុបចឹងណាបងខ្ញុំយកបន្ទុកហើយបន្ទាប់មកពួកខ្ញុំពីរអ្នកទៀតហ្នឹងគឺឲ្យគាត់ស្ដាប់តង់ទៅព្រោះសារតង់ហ្នឹងគាត់ចេះស្ដាប់ហើយហ្នឹងហើយគាត់ស្ដាប់មកម្ដងពីរដងដែរអញ្ចឹងគាត់ចេះយល់ស្ដាប់អញ្ចឹងណាបងបាទខ្ញុំគាត់តអញ្ចឹងតិចតួចទៅហើយចេញទៅរកអស់នៅពេលដែលខ្ញុំត្រឡប់មកវិញហ្នឹងពួកយើងបានចំអិនម្ហូបក៏ដូចជាយើងចំអិនលេងជឿថាពេលហ្នឹងខ្ញុំមានម្ហូបញ៉ាំលេងសិនទៀតមានម្ហូបលេងមានម្ហូបញ៉ាំបាយលេងអញ្ចឹងទៅហ្នឹងហើយអញ្ចឹងទៅនៅពេលណាដែលពួកយើងទៅដល់មុនដែលពួកយើងទៅដល់ហ្នឹងគឺយើងបានជិះម៉ូតូបដាយើងនិយាយបដាថាមុននឹងយើងទៅដល់ទីតាំងដែលយើងបោះថាទីតាំង A ដែលយើងបោះហ្នឹងសំទោសទីតាំង B យើងបោះហ្នឹងយើងត្រូវចូលទីតាំង A សិនដើម្បីវត្ថុបួងសួងជាទូទៅកន្លែងហ្នឹងគឺនៅក្នុងរមណីយដ្ឋានមួយហ្នឹងកន្លែង A ហ្នឹងទីតាំង A ហ្នឹងគឺជាកន្លែងដែលអ្នកដែលភ្ញៀវទេសចរមិនថាខ្មែរមិនថាបរទេសគឺអត់អាចរំលងបានគឺទៅដើម្បីមើលមានជារូបចម្លាក់ឬក៏មានទេសភាពស្អាតមើលពីលើអញ្ចឹងណាបងហើយយើងក៏ឲ្យធូបបើមិនយើងជាកូនខ្មែរហ្មងក៏យើងត្រូវតែអត់អាចលោបានទេយើងឲ្យធូបអីចឹងទៅហ្នឹងហើយសុំរីសតអញ្ចឹងទៅខ្ញុំនិយាយហើយខ្ញុំបាត់ទៅបានតែនិយាយបាទអូខេអូនិយាយបបាច់ច្រើនណាស់ទៅចេះអត់ទាំងអស់អត់បាននិយាយទាំងអស់នៅពេលដែលទៅដល់កន្លែងបោះតង់យើងពួកយើងបានបកកកំហុសដោយធំមួយគឺទាំងអស់គ្នាអាចស្រាប់តាមក៏ដូចជាបងអាចស្រាប់តាមការពិចារណាបងចុះពេលដែលយើងទៅដល់កន្លែងដែលយើងទៅដំបូងគេហ្នឹងគាត់តែយើងទៅដល់ម៉ូតូភ្លាមយើងប្រងនឹងថាបោះហើយប៉ុន្តែខ្ញុំចុះលើម៉ូតូក្រោយគេខ្ញុំងាកខ្ញុំឃើញខ្សែចង្កនៅពីលើខ្សែចង្កនៅពីលើឃើញនៅហ្នឹងហ្មងបាទឃើញនៅហ្នឹងឃើញខ្សែចង្កនៅពីលើកន្លែងហ្នឹងពេលដែលចុះពីផ្ទះអ្នកភូមិហ្នឹងកន្លែងហ្នឹងគឺជាកន្លែងណាដល់មុនគេបំផុតហ្មងចិត្តជាងគេហើយផ្លូវស្រួលជាងគេទៀតបាទគាត់ថាកន្លែងហ្នឹងបើសិនជាទឹកគឺមានទឹកតិចបន្តិចឯងខ្ញុំឃើញមានប៉ុន្តែគាត់ថាយើងចុះពីភូមិតិចប៉ុន្តែយើងចាក់ចូលទៅក្រោមវិញជ្រៅនេះដែរហ្នឹងហើយដើម្បីកាត់តាមរកតាមទឹកមកឃើញចឹងហើយអត់នៅតែនៅនឹងទៀតឬក៏មិនអត់ទេយើងមូកន្លែងផ្លាស់ដូរបាទយើងផ្លាស់ដូរកន្លែងគឺពួកខ្ញុំឃើញខ្ញុំអ្នកឃើញតែពេលយើងឃើញហើយយើងគាត់តែឃើញភ្លាមគឺយើងញ័រឲ្យបងយើងមិនថាយើងកតាថ្ងៃទេយើងទៅដល់ម៉ោង10 11ទេតែយើងញ័រយើងឃើញយើងញ័រយើងអត់ឃើញរបស់ចឹងណាយើងឃើញយើងញ័រទៅ3នាក់ខ្ញុំគឺញ័រឲ្យបងអត់ដឹងថាចាប់អីទៅអីយើងក៏ខ្ញុំថានិយាយប្រមូលលួងស្មារតីឲ្យថាចេញក៏ចេញមកវិញខ្ញុំចាំបានពាក្យប៉ាខ្ញុំក៏ប្រាប់ថាប៉ាខ្ញុំក៏ធ្លាប់ជាទាហានបម្រើការនៅក្នុងជួរទាហានពីមុនមកដឹងណាបងនឹងឲ្យតាំងពីដើមមកហើយអញ្ចឹងគាត់ដើរព្រៃច្រើនគាត់ដេកព្រៃច្រើនអញ្ចឹងគាត់ស្គាល់ពីរបៀបទាំងអស់ហ្នឹងហើយគាត់ក៏មានចេះតិចតួចដែរអញ្ចឹងណាបងបាទចុះជាធម្មតាទេគេហៅថាទាហាននៅសម័យនោះគាត់តែចេះខាងអស់ហ្នឹងហើយបាទក៏ប្រាប់ថានៅពេលណាដែលយើងទៅកន្លែងណាដែលមានព្រៃភ្នំហើយយើងឃើញរបស់អស់ហ្នឹងដាច់ខាតនៅពេលដែលយើងចេញទៅអ្វីយើងមិនគួរធ្វើគឺកុំងាកក្រោយគឺអត់ដាច់ខាតគឺអត់ឲ្យងាកក្រោយទេហើយបើសិនជាពេជ្ររបស់អីនៅហ្នឹងគឺទុកនៅហ្នឹងចុះកុំទៅយកវាមកចាប់ខ្លួនយើងវិញពេលហ្នឹងគឺពួកខ្ញុំបានធ្វើកំហុសខុសទាំងស្រុងមិនខ្ញុំទេណាមិត្តភក្តិខ្ញុំគាត់ចេញមកចុះថាពេលដែលទៅដល់ហ្នឹងគឺខ្ញុំចុះទៅលើម៉ូតូក្រោយគេហើយពេលដែលគាត់ចុះមុនហ្នឹងគាត់ទៅតម្លាក់អីវ៉ាន់នៅហ្នឹងយល់បាទគាត់តម្លាក់អីវ៉ាន់នៅហ្នឹងគាត់ភ្លេចកាបូបខោអាវរបស់គាត់នៅហ្នឹងបាទអញ្ចឹងនៅពេលដែលទៅហ្នឹងហើយគាត់ទៅងាកក្រោយគាត់ពេលដែលចេញផុតពីហ្នឹងគាត់ងាកក្រោយនិយាយថានៅពេលដែលខ្ញុំហៅទៅហ្នឹងគឺខ្ញុំក៏បានចាប់អារម្មណ៍ថាអូខ្ញុំក៏ភ្លេចកាបូបដែរខ្ញុំអត់បានចាប់អារម្មណ៍ទេ
នៅពេលដែលខ្ញុំឡើងម៉ូតូទៅអីទៅខ្ញុំជិចទៅបានបន្តិចផុតបន្តិចហ្នឹងចាប់ឃើញវាងាកក្រោយខ្ញុំផាជាឲ្យគាត់តែឃើញងាកក្រោយខ្ញុំនឹកឃើញដល់ពាក្យខ្ញុំពាក្យប៉ាខ្ញុំប្រាប់បងថាអូមិនបានទេងាកក្រោយមើលទៀតមិនបានទេ ជាធម្មតាយើងផ្លេចហើយក៏បើថារបស់ខ្លះយើងចោលបានយើងនិយាយចោលតែឧទាហរណ៍របស់ខ្លះយើងមិនអាចចោលបានយើងមានតែត្រូវបកទៅយកចឹងបើយើងថារបបនេះគេអត់កាបូបមួយហ្នឹងមានតែខោខ្លីមួយទេខោខ្លីយើងខោយើងខោកន្លាយើងមួយទឹកខោមួយហ្នឹងទេហើយខ្ញុំអត់ដឹងថាមិនដូចថាអាចថាគ្នាខ្ចីថាគ្នាទៅបានពីវីដេអូនេះគ្នាស្ដឹងហ្នឹងអញ្ចឹងប៉ុន្តែគាត់ថាយើងប្រាប់ហើយប៉ុន្តែអាហ្នឹងអាចថាអូខេមកពីលេខយើងវាចេះយើងអាហ្នឹងបើតែមានចំណេញហ្នឹងណាបងអញ្ចឹងទៅងាកក្រោយហើយមកចូលវិញងុំគឺអត់ប្រាប់ខ្ញុំមិនទេបកម៉ូតូយកវិញមកខ្ញុំហាមមិនអត់ប្រាប់តែហើយកបោកអញហ្នឹងហើយក្នុងសិតតែអីវ៉ាន់ច្រើនខ្ញុំហាមបាច់ទេអីវ៉ាន់បាច់ទេតែពេលហើយទៅជីបកមកយកវិញតុបហ្នឹងខ្ញុំអត់ជីមកតាមអីហើយក៏ខ្ញុំអត់មានក្រោយដែរខ្ញុំចាំហ្នឹងត្រូវចេះប៉ុន្តែក្នុងពេលចាំហ្នឹងបងអារម្មណ៍ខ្ញុំគិតដល់យប់ដែលខ្ញុំដេកហ្នឹងវាមិនអាយប់ដែលខ្ញុំត្រូវដេកនៅហ្នឹងណាបាទវាមិនតើខ្ញុំគួរតែត្រឡប់មកវិញឬខ្ញុំគួរតែគេងនៅហ្នឹងព្រោះយើងខុសផ្ទួនដល់តែ3ដងហើយយើងអត់បានចូលឲ្យធូបទាំងយើងនិយាយហើយយើងងាកក្រោយហើយយើងបកយករបស់យើងពេញនឹងកន្លែងហ្នឹងវិញបាទខ្ញុំមិនដឹងថាបងឬមួយក៏ទស្សនិកជនស្លាប់ដឹងពីទំនៀមទម្លាប់មួយហ្នឹងដែរប៉ុន្តែគាត់ថានេះជាអីដែលប៉ាគាត់បានប្រាប់ខ្ញុំដឹងពីរបៀបនៃការដើរព្រៃហ្នឹងហើយចុះបន្តមកទៀតនៅពេលដែលយើងមូលត្រឡប់ទៅខាងហ្នឹងទៅពេលហ្នឹងខ្ញុំនិយាយទាំងអារម្មណ៍ខ្ញុំស្អីបន្ទោសឲ្យពូដោយសារយើងប្រាប់គាត់ហើយតែគាត់នៅទៅហើយយើងហាមគាត់ទៀតតែកុំទៅបាទយើងហាមគាត់ថាតែកុំទៅអីកបោកនឹងទុកទៅនឹងចុះអត់អីទេអ្វីដែលសំខាន់គឺយើងគឺទៅមុខយើងកុំចុងជិះកុំឈប់ហើយយើងកុំងាកក្រោយនៅទៅហើយតែពេលដែលជិះខ្ញុំគិតថាបើសិនជាទៅគេយ៉ាងហ្នឹងអត់មកវិញទេគឺគេថាយើងអត់បកមកផ្ទះវិញទេបើសិនជានៅតែចង់បន្តបោះតង់គឺទៅឲ្យឆ្ងាយខ្ញុំទៅឆ្ងាយមែនខ្ញុំទៅដាក់ភឹងហ្មងដាក់ឆ្ងាយយកហ្មងខ្ញុំឡើងពីឧទាហរណ៍ថាកន្លែងដែលខ្ញុំឃើញហ្នឹងគឺនៅក្រោមចេះខ្ញុំឡើងមកលើហើយខ្ញុំជិះចាក់ទៅលើទៀតខ្ញុំជិះចាក់ទៅឆ្ងាយផុតហ្មងខ្ញុំទៅឆ្ងាយភាសាអីយើងខ្លាចភ័យយើងភ័យខ្លាចយើងមានបទពិសោធន៍ច្រើនមែនប៉ុន្តែយើងតែឃើញរបស់ពិតនៅអញ្ចឹងណាហើយយើងផ្ទុំទួនទៀតយើងខ្លាចអញ្ចឹងយើងភ័យខ្លាចអញ្ចឹងទេខ្ញុំក៏ជិះទៅនឹងផុតហើយយើងក៏រកបានកន្លែងមួយទៀតដែលមានទឹកមានអីដែរអញ្ចឹងណាបងថ្មីបងខ្ញុំក៏ថ្មីគេក៏ថ្មីដែរព្រោះហើយយើងជិះទៅយើងឃើញចូលទៅគាត់ថាវាឆ្ងាយពីកន្លែងចាស់ដល់ចូលទៅបោះទៅខ្ញុំបោះហ្នឹងគឺខ្ញុំបោះនៅមាត់ទឹកខ្ញុំបោះនៅមាត់ទឹកហើយបន្ទាប់មកពេលដែលបោះនៅមាត់ទឹកទៅយើងសិតអាប់ស្អីហើយដូចខ្ញុំថាអញ្ចឹងយើងរកអស់ហើយទៅបន្ទាប់មកល្ងាចឡើងនៅពេលដែលពួកយើងកំពុងតែញ៉ាំបាយពេលល្ងាចប្រហែល7ហើយ6ជាង7ហើយធម្មតានៅលើភ្នំអញ្ចឹងតែ6ជាងទៅហ្នឹងអីហ្នឹងហើយអញ្ចឹងទៅដល់6ជាងម៉ោង7ជាធម្មតាបើសិនជាបងសុំតែបោះតង់យើងអត់ដែរចង់ចូលគេលឿនទេតែយើងចង់នៅជុំគ្នាបាទមេកឆាតគ្នាហ្នឹងហើយបងជាធម្មតាយើងប្រុសអញ្ចឹងយើងហូបអីតិចតួចអញ្ចឹងហើយខ្ញុំអត់មានអារម្មណ៍ហូបអត់មានអារម្មណ៍និយាយអីទាំងអស់គឺអារម្មណ៍មួយគត់គឺខ្លាចទាំងរឿងថ្ងៃមួយដកចិត្តនៅក្នុងខ្ញុំហូបបងខ្ញុំខ្លាចគឺខ្ញុំខ្លាចខ្លាំងហ្មងខ្ញុំខ្លាចខ្លាំងហ្មងគឺថាយើងទើបតែដើរចូលទៅជ្រៅជាងហ្នឹងទៀតហ្មងយើងអត់អីប៉ុន្តែដល់ពេលថ្ងៃហ្នឹងយើងខ្លាចខុសចំណាយហើយសំខាន់គឺមេឃចាប់ដើមផ្គរហើយខ្យល់ចុះមកកណ្ដាលត្រជាក់ទៅគឺត្រជាក់ខ្លាំងហ្មងរហូតដល់នៅពេលតែពីភ្លឺព្រៀងហ្នឹងពេលពួកខ្ញុំកំពុងតែធ្វើម្ហូបពេលល្ងាចហ្នឹងនៅមិត្តតង់របស់ខ្ញុំគឺខ្ញុំបោះនៅមិត្តទឹកហ្មងអ្វីដែលខ្ញុំខំទៀតហ្នឹងគឺអាហ្នឹងមិនមែនជាដំណងទេប៉ុន្តែជារបៀបនៃការដើរព្រៃរបស់អ្នកបោះតង់គឺយើងអាចទៅបោះតង់បើកតង់មកយើងឃើញទឹកទេយើងគេអត់បោះអញ្ចឹងទេបងអត់បោះអញ្ចឹងទេវាអាចមានសត្វណាមួយឡើងចូលឬក៏មានសត្វល្អិតឬក៏មានសំណោចមានអីចូលក្នុងតង់យើងអញ្ចឹងណាបងបាទហ្នឹងហើយហើយតែមួយអីដែលជាបញ្ហាខ្លាចនៅពេលដែលយើងងើបយប់ឡើងក៏ថតយើងភាសាយើងញ៉ាំគ្រឿងទៅវឹងហើយយើងបើកតង់មកយើងផ្លុំជើងទៅក្នុងទឹកហ្នឹងទៅមិនតែយើងអាហ្នឹងទៅជាអីយើងមើលឃើញអញ្ចឹងគេឲ្យយើងបោះនៅទឹកមាត់ទឹកហ្មងឯងបើថាយើងគម្លាត50ម៉ែត្រ50ម៉ែត្រដូចថាមកល្មមហ្នឹងអាហ្នឹងអីអានេះគឺកាន់បើកតង់មកគឺទឹកនៅហ្នឹងហ្មងទឹកហ្នឹងហ្មងពេលហ្នឹងគឺនិយាយអស់ហើយប្រាប់ឲ្យថាហាវហើយអត់ស្ដាប់ពេលទៅស្អីពួកគាត់ចង់អង្គុយក្នុងតង់ហើយធ្លាក់ជើងចូលទឹកលេងទឹកអាហ្នឹងគេអត់ឲ្យបោះចឹងទេប៉ុន្តែយើងនិយាយស្ដាប់ទៅខ្ញុំប្រឡែងឲ្យ
ភ្លេចឲ្យតាមចុះពេលហ្នឹងគឺខ្ញុំអត់គេខ្ញុំតង់ឯងខ្ញុំមានរឹងមួយខ្ញុំផ្សេងរឹងប៉ារ៉ាបងរឹងមានមួយអីខ្ញុំចងគេប៉ុន្តែចងគេនឹងចាប់មួយតង់ហ្នឹងឯងខ្ញុំថាឥឡូវគាត់គេខ្ញុំតង់ទៅខ្ញុំសុំគេរឹងហើយដល់ពេលហើយទៅដោយសារតែមេឃភ្លៀងហើយយើងកំពុងតែភ័យខ្លាចផងហ្មងចឹងយើងមូចូលក្នុងតង់ប៉ុន្តែមុនហេតុការណ៍ដែលខ្ញុំដឹងខ្លួនថាយើងខុសហើយរបស់ហ្នឹងគឺមករកយើងមែនហ្នឹងគឺនៅពេលដែលខ្ញុំងើបទៅបាត់ជើងតូចនៅពេលខ្ញុំងើបទៅបាត់ជើងតូចហ្នឹងខ្ញុំថាពេលខ្ញុំបាត់ចឹងទៅហើយមកវិញគឺខ្ញុំចូលក្នុងតាំងហើយខ្ញុំអត់បន្តទៅអង្គុយនិយាយលេងទេមហូបពេលហ្នឹងនៅសល់ទាំងអស់ពួកបងខ្ញុំហ្នឹងគឺតែគ្នាគាត់តែអង្គុយនិយាយលេងឲ្យបានហូបខ្ញុំអត់និយាយមកគេខ្ញុំអង្គុយគិតរឿងខ្ញុំមិញថាគួរធ្វើមិនគួរដោះស្រាយមិនបត់ឡើងយប់ហើយបើចង់បកក៏បកមិនដែរព្រោះជប់លុបធ្វើតាក្នុងប្រៃយើងណាបងតែពេលហើយទៅខ្ញុំក៏ប្រាប់ថាឥឡូវចេះឯងងើបទៅបាត់ចឹងទៅបន្តិចហើយមកវិញយើងមូវវ៉ាន់ចូលគេដែរតែពេលហើយគ្នាអត់និយាយអីតទេប៉ុន្តែខ្ញុំក៏ងើបទៅហើយពេលដែលខ្ញុំងើបទៅហ្នឹងណាទស្សនភាពនឹងដកដល់សប្ថ្ងៃពេលដែលខ្ញុំងើបទៅហ្នឹងគឺនៅខាងមុខខ្ញុំប្រហែលជាប្រហែលជា100ម៉ែត្រនៅខាងមុខខ្ញុំហ្នឹងគឺខ្ញុំឃើញមានរបស់មួយដែលស្លៀកពាក់ខែរបស់យើងធម្មតាប៉ុន្តែអត់មានកអត់មានកមានក្បាលអត់មានកអាហ្នឹងអាយសប៉ុន្តែខាងនេះប្រឡាក់សាច់ឈាមមកឡងអាហ្នឹងប្រឡាក់សាច់ឈាមហើយឈរមកត្រង់មកយើងអញ្ចឹងពេលដែលឈរមកត្រង់ខ្ញុំគិតថាប្រហែលខ្ញុំស្វាំងគីឡូជិះម៉ូតូហត់អីខ្ញុំខំញីភ្នែកស្វាំងភ្នែកមិនមែនទេខ្ញុំគិតថាគីឡូថាដើមឈើអីចឹងណាបងគីឡូដើមឈើព្រោះពេលខ្លះអាចដែរអាចថាដាក់ដើមឈើមានរបស់ពិតទេខ្ញុំគិតច្រើនពេកហ្នឹងគីឡូខ្ញុំភ័យពេកចាដល់ទៅពេលហើយទៅលើកដៃខ្ញុំឆ្អល់មកចេះហ្មងអាហ្នឹងគឺខ្ញុំបាសក់មកហ្មងខ្ញុំរត់មកវឹងហ្មងពេលហ្នឹងខ្ញុំរត់មកវឹងហ្មងពេលដែលខ្ញុំដើរចេញពីកន្លែងបាទពីពេលហ្នឹងនៅហ្មងគាត់តែមានគោឆោតបក់មកទេគឺប៉ុន្តែថានៅអត់តាមព្រៀងទេម៉ោងប្រហែលជាប៉ុន្មានទេពេលហ្នឹងខ្ញុំនៅអង្គុយមួយគេដែរមកថាម៉ោង 7:08 ដែរក៏ម៉ោង 8ដែរហើយប៉ុណ្ណឹងហ្មងពួកខ្ញុំពេលហ្នឹងចាំបានថាខ្ញុំនៅអត់យូរព្រោះថាខ្ញុំអារម្មណ៍អត់ស្រួលទេតែពេលហើយទៅផ្លូវដែលខ្ញុំងើបចេញពីកន្លែងខ្ញុំអង្គុយទៅកន្លែងបាក់ជើងហ្នឹងណាដើរត្រង់ដល់ផ្ទះទេប៉ុន្តែពេលខ្ញុំបកមកពីរត់គាត់វិញណាខ្ញុំនិយាយមែនផ្លូវដែលខ្ញុំដើរទៅហ្នឹងដល់ពេលខ្ញុំដើរផ្លូវហ្នឹងមកដើរវិញគៀនខ្ញុំសឹកទឹកហូរសឹកជ្រោះទាំងតែពេលខ្ញុំទៅហ្នឹងគឺអត់មានជ្រោះទេអត់មានទឹកជ្រោះទឹកអីទេផ្លូវយើងថ្មធម្មតាគាត់ថាយើងឡើងដាក់ដប់ចឹងណាយើងដើរប៉ុណ្ណឹងទៅថ្មវាទៀតចឹងណាអត់មានទឹកជ្រោះទេខ្ញុំគាត់ចុះថាយើងឈរអញ្ចេះយើងក៏ងាកក្រោយយើងរត់មកបាន 3-4 ជាហ៊ានគឺទឹកហូរមកណាចុះទឹកហូរមកពីកាលណាគឺទឹកជ្រោះហូរមកអញ្ចេះហើយសំខាន់របស់ដែលឈរមកយើងក្នុងឆ្អល់ហ្នឹងគឺអត់បានតរាយគឺនៅហ្នឹងអត់បានតាមអីប៉ុន្តែយើងនេះបងស្លាប់ហើយយើងភ័យហើយយើងចូលប្រៃយើងអាចជួបរឿងអញ្ចឹងឯងបងអាហ្នឹងលើកទី1យើងអាចជួបរឿងអញ្ចឹងឯងហើយផ្ទុះយើងធ្វើខុសផងយើងកាន់តែភ័យទៀតថាយើងខុសខ្លាំងពេកយើងខុសទាំងស្រុងហ្មងដល់ពេលហើយទៅយើងក៏ខ្ញុំក៏រត់មកខ្ញុំរត់វងចុំចេះរត់បែកញើសផងហើយផងតែគាត់ថាយើងមិនមែនរត់ដូចថាដូចបើសិនជាក្នុងរឿងហ្មងគេរត់ដូចថាដួងដាក់ដប់អីគាត់ថាយើងអត់ទេគាត់ថាវាថាយើងដើរចាក់ជាថាយើងដើរដូចរត់ចឹងដើរលឿនពប់ហ្មងពេលហ្នឹងភ័យផងហើយក្នុងខ្លួនគឺមានតែទូរស័ព្ទមួយឈួលពើមើលហើយពើទូរស័ព្ទយើងមកដឹងវាអត់ពើធំទេហ្នឹងហើយវាអត់ពើធំទេពេលហ្នឹងពើធំមានតែគាត់ថាយើងងើបទៅបន្តិចហ្នឹងមិនបាច់យកពើធំទៅទេយកទូរស័ព្ទទៅឈួលមើលព្រៀងទៅអត់តែពេលតែមកវិញហ្នឹងគឺឆ្វែលងឆ្វែប្រហែលជា2ជុំហ្នឹងតែបានឆ្វែទៅស្រាប់តែយើងកលេចមើលទៅឃើញមានភ្លើងផ្លូវយើងប្រកាត់ណាមានភ្លឺមកទៅគឺយើងត្រង់ទៅគឺដល់កន្លែងយើងវិញហ្មងប៉ុន្តែពេលដែលយើងងាកក្រោយមកមើលវិញឆ្វេងតាមគឺអត់មានឃើញអីគេតាមយើងទេតែគាត់ថាពេលហ្នឹងគឺយើងអស់ហើយយើងអស់យើងថាបើសិនជាយើងឃើញអញ្ចឹងហើយយើងរោផ្លូវមកវិញអត់បានគាត់យើងដើរបន្តិចហ្នឹងហើយមកវិញយើងរោផ្លូវអត់បានទៀតចោលហើយយប់ហ្នឹងដឹងខ្ញុំធ្វើមិនទេខ្លួនអត់មានអីសោះក្រៅពីទូរស័ព្ទហើយនឹងទូរស័ព្ទកំពុងបើកពិលមួយហើយសេវាអត់មានដឹងក្នុងព្រៃតែសេវាអត់មានបានព្រៃផងអត់បងអត់ដឹងណាពេលហ្នឹងអត់ដឹងចាប់អីធ្វើអីដៃគឺញើតហើយកាន់ទូរស័ព្ទបញ្ចុកឈួលមើលចេះភ័យអស់បងអើយភ័យអស់លេចមកហើយតែពេលយើងត្រឡប់មកតង់វិញទៅខ្ញុំទៀតខ្ញុំអត់ប្រាប់ទេខ្ញុំអត់ប្រាប់គ្នាខ្ញុំទេគាត់ថាខ្ញុំឃើញខ្ញុំរត់មកអញ្ចឹងក៏សួរថាកើតគេមិនឃើញរត់មកពីប៉ុងអញ្ចឹង
អីដែលពួកម៉ាក់ខ្ញុំប្រាប់ខ្ញុំហ្នឹងគឺវាឃើញខ្ញុំហ្នឹងគឺរត់នៅមកជុំហ្នឹងឯងហើយវាថាវាហៅអត់លឺទេវាហៅអត់លឺទេហ្មងវាហៅអត់លឺបាទវាហៅអត់លឺទេរហូតដល់សប្តាហ៍ហ្នឹង2នាក់ទៅមកខ្ញុំណាខ្ញុំប្រវល់ទៅគឺឈប់ទៅហើយឈប់ចង់ស្គាល់ជាបត់តង់ឯសារតែរឿងហ្នឹងវាថាវាឃើញខ្ញុំវងចេះវាហៅអត់លឺហ្មងវាហៅអត់លឺទេវាហៅវាស្រែកហៅដល់មកកវាហៅអត់លឺទេដល់ពេលហៅទៅប៉ុន្តែវាហៅវាអត់ដូចថាវាអត់ងើបទៅវាឃើញយើងរត់ទៅមិនដឹងវាភ័យវាមិនយ៉ាងណាវាដឹងណាតែពេលហៅទៅវាសួរខ្ញុំថាកើតអីគ្នារៀងស្លាំងដែរពួកគ្នាឃើញយើងឆ្វែលពីជុំហើយគ្នាហៅអត់លឺchứគ្នាភ័យគ្នាស្លាំងដែរទៅថាមានអីទេមុននឹងឯងដើរឆ្វែលឲ្យវាស្វាអញ្ចឹងណាយើងចិត្តតែនិយាយតែប៉ុន្តែដូចថាយើងញាប់ផងយើងភ័យផងយើងចិត្តប្រឡប់អីចឹងណាបងប៉ុន្តែមិនដឹងថាពេលហ្នឹងយើងនិយាយត្រូវនិយាយខំមិនអាហ្នឹងចិត្តដឹងតែខាងយើងប្រឡប់កុំឲ្យយើងប្រាប់វាថាយើងឃើញអីនិយាយថាយើងនិយាយមិនបានទេឲ្យតែយើងប្រឡប់វាថាយើងកុំអីចឹងបាទខ្លាចភ័យដល់គ្នាបាទប៉ុន្តែគ្នាអត់ប្រាប់តែគ្នាស្លាំងដែរព្រោះឃើញយើងឆ្វែលគ្នាអត់ដឹងដែរបងឆ្លាយចិត្តបាទឆ្លាយចិត្តដែរថាចុងតែមនុស្សឆ្វែលហៅក៏លឺចឹងតែពេលហើយទៅខ្ញុំមកដល់ខ្ញុំស្រួលអារម្មណ៍បន្តិចព្រោះភ័យយើងចង់បុកដែរខ្ញុំភ័យដែរយើងអង្គុយស្រួលអារម្មណ៍ទៅក៏យើងប្រាប់គាត់ថាមុននឹងអត់បានឃើញអីទេប៉ុន្តែឥឡូវចេះចង់ប្រមូលបានចូលគេដឹងព្រោះណាមួយយើងធ្វើដំណើរមកហត់ហើយខ្ញុំខំនិយាយថាស្អែកឡើងយើងទៅពីព្រឹកពេញអញ្ចឹងណាហើយរបស់ហ្នឹងមកថាសល់ហើយយើងទុកទឹកចាំញ៉ាំបាយទឹកទៅកុំបាក់យើងចង់មីចង់អីខ្ញុំប្រឡប់អញ្ចឹងតែពេលហើយទៅគឺអត់ព្រមនៅតែគាត់និយាយថាយូរមកម្ដងទៅប្រញាប់ចូលគេអីណាមួយយើងមកដល់យប់ហ្នឹងមិនថាយើងមកពីយប់អាហ្នឹងចាំយើងគេងលឿនអញ្ចឹងទៅថាយើងហត់ជីម៉ូតូអញ្ចឹងណាបងតែអានេះយើងគេងតាមយប់ហ្នឹងយើងអង្គុយនៅហ្នឹងហើយនៅពេលដែលយើងអង្គុយនៅហ្នឹងបងអាហ្នឹងគឺឃើញហើយក៏បិទវគ្គបញ្ចប់ដែរគាត់ថាអ្វីដែលយើងឃើញចុងច្រើនគឺរបស់ផ្សេងតែអាវគ្គហ្នឹងគឺវគ្គដែលយើងឃើញចប់ខ្ញុំអង្គុយបែរមកទៅអញ្ចឹងហើយពួកម៉ាក់ខ្ញុំហ្នឹងគឺអង្គុយបែរមកជាមួយគឺបែរមកជាមួយអញ្ចឹងខ្ញុំនៅតែអង្គុយបែរមុខទៅផ្លូវដែលខ្ញុំដើរទៅឃើញរបស់ហ្នឹងឯងខ្ញុំនៅតែអង្គុយបែរមុខទៅផ្លូវហ្នឹងឯងតែពេលហើយនៅហ្នឹងមានដើមឈើធំនៅជុំវិញខ្ញុំហើយដូចខ្ញុំនៅកណ្ដាលហើយនិយាយមានទឹកកាត់នៅក្រោយខ្នងខ្ញុំអង្គុយហើយតង់ខ្ញុំនៅក្រោយខ្នងខ្ញុំមានដើមឈើជុំវិញអញ្ចឹងណាខ្ញុំឃើញភ្លើងលោតពីមួយទៅមួយចេះភ្លើងឆ្អេមួយអញ្ចឹងណាអាពេលហ្នឹងបងគឺខ្ញុំស្រែកខ្ញុំអត់ដឹងទេពួកនឹងដឹងក៏ដឹងខ្លាចអត់ដឹងតែខាងខ្ញុំស្រែកមកអស់ខ្លួនព្រោះខ្ញុំអស់លេងហីអាពីថ្ងៃក៏ខុសផងអាដើរទៅជឿនោះឃើញម្នាក់ឯងទៀតអញ្ចឹងខ្ញុំអស់លេងខ្ញុំដឹងថាអូខ្លាចអត់ដឹងតែខាងខ្ញុំឃើញខ្ញុំស្រែកអង្វាហ្មងលោតពីភ្លើងលោតពីមួយទៅមួយចេះលោតជុំវិញយើងទៅដល់តែពេលពួកម៉ាក់ខ្ញុំពីរហ្នឹងឲ្យមើលគឺវាអត់ឃើញទេវាថាយើងស្រែកអីគេយប់ហើយគេណែស្រែកក្នុងពេកទេតែខ្ញុំថាងាយចេះថាមនុស្សមិនចង់ស្រែកណាបើមិនអត់ឃើញតែស្រែកទេបើខ្ញុំនិយាយថាសុំទោសខ្ញុំនិយាយភាសាពួកម៉ាក់ខ្ញុំណាតែខ្ញុំឃើញភ្លើងឲ្យជុំវិញឲ្យអញធ្វើមិនឲ្យអញអង្គុយស្ងៀមញយអញ្ចឹងមែនហើយមនុស្សខ្លាចមនុស្សមិនស្រែកថាឯងឃើញភ្លើងទៅខ្ញុំបន្ទោសថាឯងឃើញអត់អញថាអត់សួរទេអញហៅទៅវិញព្រោះទៅវិញទេហើយមុនហ្នឹងអញបួចូលតង់ហើយក៏ចូលតង់ដែរហើយចង់អង្គុយគឺហ្នឹងតែពេលវាឃើញខ្ញុំមែនតើថាខ្ញុំញឿមែនតើខ្ញុំរឿងតឡើងសលេងមែនតើមកហូបអស់ហ្នឹងគឺទុកចោលនឹងអស់ហ្មងគាត់ថាយើងមានជាគម្របយើងដាក់តាមខ្លួនណាយើងគាត់តែក្របឲ្យប៉ុណ្្នឹងឯងនិយាយទៅគឺគាត់តែក្របទេអត់បានអាចានឆាគឺចានឆាបាយគេតែជាបាយហ្នឹងយើងគាត់តែក្របហើយយើងក៏យើងចូលតាំងក្រោយហ្មងទឹកខោនៅកណ្ដាលហើយកន្លែងយើងអង្គុយញ៉ាំហើយនៅកណ្ដាលតោងញ៉ាំនៅកណ្ដាលទឹកនៅកណ្ដាលបន្ទាប់មកក៏ចាប់ដើមមេភ្លៀងខ្ញុំអត់សារអន្តរឹងទេចុះយើងខ្លាចមកយើងអត់ចាញ់ទៅវិញទេខ្ញុំអត់សារអន្តរឹងទេខ្ញុំដេកទៅចាយដោះអីពេលហ្នឹងតោះខ្ញុំធ្វើទុកទៀតតោះខ្ញុំរូតគាត់ថាពេលយើងចូលហើយយើងរូតបិទដាច់រូតតិចអញ្ចឹងខ្ញុំហ្នឹងគឺដេកចំហតង់ដេកចំហអាទ្វារតង់ណាអត់ទ្វារតង់ហើយទ្វារអីទៅចងទៅអត់មានអីចងអត់មានមករយចងតន់អត់មានខ្សែហងខ្សែបើមានតែយើងចងទៅយើងចងបានបន្តិចវាអត់ប្រយោជន៍ណាអញ្ចឹងទៅក៏ប៉ុន្តែពួកម៉ាក់ខ្ញុំហ្នឹងគាត់មានជាជាប់កាបូបជាកូនមកចូលខ្ទាស់មួយប៉ុន្តែដោយសារតែមានតែមួយហ្នឹងពេលតែទៅវាបានតែខ្ទាស់អញ្ចឹងវាបានតែខ្ទាស់តង់ឲ្យបិទលើអញ្ចឹងតែវានៅខ្យល់មកទៅវាបក់អាចជាហៀងហ្នឹងអញ្ចឹងដូចអត់ទេបងប៉ុន្តែគាត់ថាយើងដាក់ទៅយើងខ្ទាស់ចោលទៅតង់ហ្នឹងគឺក៏បែរទៅតង់ហ្នឹងគឺបែរទៅផ្លូវដែលខ្ញុំទៅច្បាត់ចឹងតូចហ្នឹងឯងគឺបែរទៅចំគឺខ្ញុំគេងហ្នឹងគឺខ្ញុំនៅក្នុងផ្លូវហ្នឹងហ្មងខ្ញុំគេងនឹងផ្លូវហ្នឹងហ្មងអញ្ចឹងគាត់ថាបានខ្ញុំនិយាយពីខាងមុនថាគឺខ្ញុំធ្វើកំហុសច្រើនគ្នាច្រើនដងច្រើនណាបងតែពេលតែអញ្ចឹងទៅពួក
ពួកខ្ញុំក៏គេហើយតាមមកសម្បត្តិខ្ញុំពួកនោះវាសងំទៅវាលក់អាចថាហត់ផងខ្ញុំអត់ដឹងហើយណាមួយវាញ៉ាំគ្រឿងសង្វឹងតែខ្ញុំអត់ញ៉ាំពោះខ្ញុំពេលហ្នឹងខ្ញុំខ្លាចខ្លាំងខ្ញុំញ៉ាំអត់ចូលទាំងអស់មកញ៉ាំបានតែទឹកឲ្យសើមកតែពេលអញ្ចឹងទៅយើងមិនស្វាងជាងគេហើយយើងឃើញរបស់អញ្ចឹងយើងកាន់តែស្វាងទៀតអត់មានបានគេខ្ញុំបានគេខ្ញុំសងំអញ្ចឹងទៅខ្ញុំងាកមើលតែពេលងាកមើលអត់មានឃើញអីប៉ុន្តែគាត់ថាពេលហ្នឹងគឺភ្លៀងធំហ្មងភ្លៀងធំខ្លាំងហើយខ្យល់តែគឺមកទាំងអស់ហ្មងខ្ញុំអ្វីដែលខ្ញុំភ័យពេលហ្នឹងគឺខ្ញុំនៅក្រោមដើមឈើប៉ុន្តែមិនជាធំប្រហែលទេប៉ុន្តែវាលំមថាយើងអត់ថៃរ៉ូតែបើសិនជាធ្លាក់មេឃមកគឺតង់ហ្នឹងហ្មងថាវាស្កត់ទៅយើងតែគាត់ថាវាមិនប្រកបជារបួសទេគាត់ថាវាស្កត់ទៅយើងអញ្ចឹងណាអាចថាមេឈើអាចថាប៉ុណ្្នឹងអញ្ចឹងពេលធ្លាក់មកអញ្ចឹងណាហើយពេលហ្នឹងគឺខ្យល់វិវក់ខ្លាំងមែនខ្យល់វិវក់ខ្លាំងមែនខ្យល់ភ្លៀងខ្យល់ហើយពេលដែលខ្យល់គឺភ្លៀងយកបឹងមកហ្មងភ្លៀងមកហ្មងដូចបើយើងតែនិយាយយើងថាភ្លៀងដូចខឹងណាគេអញ្ចឹងភ្លៀងមកអញ្ចឹងហ្មងតែពេលភ្លៀងមកអញ្ចឹងទៅគ្នាពីរនាក់នោះក៏ភ្ញាក់ទៅក៏ដេញឲ្យអាមួយទៀតហ្នឹងរត់បរើឲ្យបានចូលក្នុងមហូបហ្នឹងទៅថាមិនបាច់ឲ្យកុំចាញ់ចាប់ដៃទាំងពីរថាកុំចាញ់ក្រៅតង់បានហើយមហូបបើសិនជាតែកណ្ដាលចុះអីកណ្ដាលចុះពេលហ្នឹងខ្ញុំអត់ប្រាប់ខ្ញុំមេរឿងហ្នឹងហើយអារឿងណាទៅជួបអីក៏ខ្ញុំអត់ប្រាប់អារឿងលួចឆ្នាំបាយម៉ាក់យកទៅធ្វើបាយក៏អត់ប្រាប់ដែរហើយដល់ពេលហើយទៅព្រលឹមឡើងបាត់ឆ្នាំបាយម៉ាក់ហ្នឹងភ័យស្លន់ស្លោអស់ហើយព្រោះម៉ាក់បាត់ឆ្នាំបាយគាត់អាហ្នឹងឆ្នាំបាយបុរាណណាបងបាទគេហៅឆ្នាំស្ពាន់បាទយកទៅដាំទៅពេលហ្នឹងយើងគិតភ្លាមអត់មានមិនគិតអីចាស់ទេយើងប្រមូលដាក់កាបូបទៅបោះតង់ហ្មងព្រោះអញ្ចឹងបាយយកបោះមកដែរទៅពេលឲ្យទៅពេលយប់ភ្លៀងចូលនៅក្នុងតង់របស់យើងចូលក្នុងតង់របស់យើងបំទៅយើងក៏ប្រខិតខ្ញុំងើបក៏ស្រាំងចិត្តថាអូខេឥឡូវធ្វើម៉េចបើសិនយើងអត់ចេញក្រៅតង់យើងទឹកវាហូរចូលតង់អញ្ចឹងខ្ញុំក៏ប្រខិតតង់ហ្នឹងខិតមកក្រោយបន្តិចពេលដែលប្រខិតឲ្យភ្លាមខ្ញុំចូលទៅក្នុងតង់3នាក់ម៉ាក់ខ្ញុំវិញភ្លាមខ្ញុំរៀបនឹងយកកតាបិដាក់កែមដើម្បីកុំឲ្យតង់ប៉ើមកពួកខ្ញុំមានកតាដាក់អីវ៉ាន់អញ្ចឹងណាកុំឲ្យតង់ប៉ើស្រាប់តែខ្ញុំដាក់ហើយខ្ញុំរកតែសម្បកនេះគេបន្តិចហ្នឹងស្រាប់តែឃើញកលាពោះlàប៉ុណ្ណាហើយវាកាត់មកថងហ្នឹងប៉ុន្តែវានៅក្នុងទឹកតែពួកខ្ញុំដែលមុនហ្នឹងពួកខ្ញុំនៅមាត់ទឹកពោះlàប្រហែលប៉ុណ្ណាហើយស្មាតទៅអត់បាត់ទេបើមិនផ្លេចខ្ញុំអត់បាត់ទេប៉ុណ្្នឹងហើយច្បាស់ខ្លាំងហើយព្រោះបាទព្រោះពពួកអស់ហ្នឹងបើសិនជាកាន់តែធំអាកលាកង់វាហើយកាន់តែធំខ្ញុំច្បាស់ហ្មងខ្ញុំចង់ឲ្យពោះសាយពេលហ្នឹងផ្គរហ្មងគឺយើងច្បាស់ហ្មងហើយវែងបើតាខ្ញុំស្មានទៅមិនប្រកបទេគាត់យើងស្វាអាចថា 2.3 ម៉ែត្រព្រោះវែងណាស់ហើយធំទៀតគាត់តែយើងវែកភ្លាមយើងថយតង់ចូលក្នុងភ្លាមយើងចូលក្នុងតង់ភ្លាមគឺមកហ្មងបន្តែពេលហ្នឹងគឺអាពីរយ៉ាងនោះវារស់ស្រែកហីព្រោះដោយសារនៅមុខឧទាហរណ៍ថាតង់យើងនៅអញ្ចឹងតែពេលកាត់វាមិនចេះអញ្ចឹងណាហ្នឹងហើយប៉ុន្តែខ្ញុំយកបិទផ្ទុកមកផងថាឯងកុំស្អីថាឈ្មោះពោះខ្ញុំគេថាពេលចូលក្នុងព្រៃគេឲ្យហៅឈ្មោះអញ្ចឹងគេហៅខ្សែឬក៏វឺអញ្ចឹងទៅហើយបើយល់អស់មិនញ៉ៃទាំងអស់មិនទេហ្នឹងហើយអញ្ចឹងអាហ្នឹងគឺជារបស់ចុងក្រោយដែលពួកខ្ញុំបានឃើញហើយក៏ដូចជាពួកខ្ញុំបានឆ្លងកាត់នៅក្នុងយប់ហ្នឹងគឺអាចថាវាក៏ជារបស់មួយដែលពួកយើងមិនចង់ឃើញនៅពេលដែលពួកយើងទៅបោះតង់គឺពួកយើងចង់បានតែហៀតប្រាប់គាត់ថាយើង enjoy ទេប៉ុន្តែធ្វើមិនអានេះមកយើងបង្កកំហុសតាំងពីដើមទីទៅហើយហ្នឹងហើយបងអញ្ចឹងចំពោះរឿងហ្នឹងគឺវាមានតែប៉ុណ្្នឹងឯងមែនតើទៅចំពោះការខ្លាចបើសិនជាយើងស្ដាប់ហើយជាមិនខ្លាចទេប៉ុន្តែបើយើងឃើញផ្ទាល់ដូចខ្ញុំខ្លាចហ្នឹងហើយប៉ុន្តែគាត់ថាអ្វីដែលយើងដែលលើកយកមកហ្នឹងគឺចង់ឲ្យបងប្អូនថាឬមួយក៏ដូចថាឧទាហរណ៍ថាបងណាមួយចង់ទៅអញ្ចឹងណាហ្នឹងហើយយើងប្រយ័ត្នជាមួយនឹងពាក្យសម្ដីយើងនិយាយឲ្យជាដូចថាការសន្យាបើសិនយើងសន្យាថាបើយើងមុនយើងធ្វើកន្លែងនេះយើងចូលទៅនេះសិនហើយអញ្ចឹងយើងចូលសិនចុះហើយយើងធ្វើម៉េចគឺយើងរក្សាសន្យាយើងឲ្យបានយើងធ្វើឲ្យបានណាបាទប៉ុន្តែបើសិនជាយើងអត់បានចូលបានទេយើងកុំនិយាយយើងកុំនិយាយមកនេះស្មើនឹងយើងខុសមាត់បាទគឺយើងខុសមាត់ហ្នឹងហើយមកដូចណាមកនិយាយចឹងនិយាយឲ្យស្រួលឲ្យមានន័យគឺយើងខុសមាត់ហើយបាទយើងខុសមាត់មួយគេអញ្ចឹងបើសិនយើងដឹងថាយើងអត់ទៅបានទេដោយសារភ្លេងអត់ថាកម្រងកាយយើងវាក្លែកប្លុកចឹងយើងកុំសន្យាកុំនិយាយទាំងអស់បើយើងទៅគឺយើងទៅចុះហើយមួយទៀតតកតងជាមួយនឹងការប្រាស់ពាក្យពេចន៍ដូចជាបំរាមឬក៏
ការហាមឃាត់មួយចំនួនដែលយើងបានដឹងពីអ្នកដែលមានបទពិសោធន៍រួចហើយឬក៏យើងបានដឹងពីអូតូណាដូចខ្ញុំអញ្ចឹងពួកគាត់អត់ដឹងទេប៉ុន្តែខ្ញុំដឹងខ្ញុំប្រាប់គាត់អញ្ចឹងអ្វីដែលល្អបំផុតគឺយើងស្រាប់តាមគាត់ទៅព្រោះតែពេលណាគាត់ដើរច្រើនគឺគាត់ស្គាល់ថារបស់ហ្នឹងហើយគួរតែបបផ្សោតច្រើនអញ្ចឹងតាំងពីទៅមូលហេតុដែលលើកមកនិយាយហ្នឹងគឺខ្ញុំមានមូលហេតុមួយទៀតព្រោះសារចាប់តាំងពីមានរឿង camping ច្រើនតែទៅ camping មកគឺឃើញមានថាមានមតិវិញ្ញាថាបើសិនជាកន្លែងហ្នឹងអញ្ចឹងចេះគឺគាត់ឈប់ទៅ camping លេងចង់ camping ឯងព្រោះទៅឃើញព្រោះគាត់លឺមកគាត់ឃើញតែរហូតអញ្ចឹងណាអញ្ចឹងគាត់អត់ទៅបានជួបទេតែគាត់អត់ចង់ទៅស្អីគាត់អត់ចង់ជួបអញ្ចឹងខ្ញុំក៏ចង់លើកមកដើម្បីនិយាយថាតកតងជាមួយនឹងបញ្ហាទាំងអស់ហ្នឹងមិនមែនមកពីការជួបឬក៏មិនមែនមកពីកន្លែង 100%ទេគឺមកពីខ្លួនយើងឯងដូចថាមកពីខ្លួនយើង90ទៅ 80% អញ្ចឹងណាមកថាមកពីយើងអ្នកខុសអីមួយយើងធ្វើអីខុសដាក់ដូចថាធ្វើអីខុសដាក់ម្ចាស់ផ្ទះអញ្ចឹងហ្នឹងហើយយើងសន្យាអត់ធ្វើដូចរឿងរបស់ខ្ញុំបានបង្កើតឡើងអញ្ចឹងណាហើយយើងដឹងថាអាហ្នឹងធ្វើទៅវាខុសហើយប៉ុន្តែយើងនៅតែធ្វើទៀតអាហ្នឹងគឺជាវាខុសមកពីយើងទាំងស្រុងអញ្ចឹងពេលខ្លះកន្លែងដូចរមណីយដ្ឋានអញ្ចឹងមកឋានតែស៊ីវីទៅក៏មកឋានតែផ្សេងទេមិនមែនថាអត់ខាងវិញ្ញាណឬក៏ទេវតាថែសាប្រៃឈើគឺមានតែគាត់ថាយើងកុំតែធ្វើអ្វីដែលខុសហើយកុំតែនិយាយអ្វីដែលវាប៉ះពាល់ហ្នឹងហើយនិយាយទៅគឺយើងនៅក្នុងដំណើរកំសាន្តបានបោះតង់យើងដើរតាមព្រៃដើរតាមព្រៃភ្នំអីចឹងគឺយើងព្យាយាមប្រយ័ត្នមាត់កផុតហ្មងហើយប្រយ័ត្នប្រយែងមិនតាក់ទងទៅនឹងរឿងផ្លូវក្នុងមួយទេគឺយើងប្រយ័ត្នប្រយែងខ្លួនទាំងអស់ហ្នឹងហើយសុខភាពយើងទាំងអស់អូខេអញ្ចឹងរឿងនេះស្រាប់ហើយអញ្ចឹងសម្រាប់សេរីរឿងទី2ហ្នឹងក៏ខ្ញុំមានតែប៉ុណ្្នឹងគឺចង់លើកមកដើម្បីនៃដាស់តឿនរំលឹកអាហ្នឹងបង